ខ្លះមានទ្រព្យប្រើទ្រព្យមិនកើតអ្នកខ្លះមិនមានទ្រព្យហើយក្រខ្សត់អត់ឃ្លានបាក់តោយៈវេទនាហើយមិនពេញលក្ខណៈទៀតណាដោយសារខ្វះនៅសេចក្តីល្អដែលបានសន្សំពីអតីតយកមកប្រើបច្ចុប្បន្ននេះវាខ្វះហ្នឹងហើយម្លោះហើយបានជាអ្នកខ្លះគាត់ថាដេគុណបើថាមិនប្រឹងមិនមែនទេកណាតែម៉ោង4 7ភ្លឺកណាងើបទាំងព្រៃទាំងប្រពន្ធក៏ចេញបាត់ពីផ្ទះប្រឹងប្រែងរស់ស៊ីលីសៃរែកពុនខំអូយខំប៉ុណ្ណឹងទៅរកអង្គស្រក់ឆ្នាំងគ្រប់ណាបើថាអ្នកខ្លះខ្ជិលម៉ោង8ម៉ោង9នេះដេកអាំងថ្ងៃហើយបានងើបអាហ្នឹងថាវាសំក្របើកណាប្រឹងតាំងពីក្មេងទល់គ្នាចំណាស់នេះនៅតែរកសពុតដដប់ខ្លួនមកសម្រាប់គ្មានហើយធ្លាប់ឃើញមនុស្សចឹងមានទេញោមមានទេមានមកធ្លាប់ឃើញអ្នកខ្លះប្រឹងណាញោមមិនមែនគាត់មិនប្រឹងទេប្រឹងណាប៉ុន្តែប្រឹងយ៉ាងម៉េចក៏ដូចទៅមិនរួចខ្វះបុណ្យហ្នឹងមកថាខ្វះបុណ្យអ្នកខ្លះគេដូចអត់ប្រឹងសោះដាក់ទៅធូរញោមដាក់ស្អីក៏ត្រូវដាក់អីក៏ត្រូវធ្វើអីក៏បានធ្វើអីក៏បានប្រកបដោយធម៌ណាតែអ្នកបំរើក្នុងផ្ទះហ្នឹងក៏ដូចចិត្តជាណាសត្វធាតុក្នុងផ្ទះហ្នឹងក៏ដូចល្អមិនដែលចេះផ្ដាល់ទុកទោសអាខ្លះសំបីតែសត្វក៏ផ្ដាល់ទុកឲ្យសុកថាយកឆ្កែមកចិញ្ចឹមគ្រាន់បានប្រការព្រុសយកវាមិនព្រុសវាមិនចេះមាត់ចេះកោវាទៅខំគេសងគេអស់រាប់ម៉ឺនទៀតឃើញទេសំបីតែសត្វធាតុក៏មិនផ្ដាល់សុកឲ្យយើងណាហើយរស់ស៊ីដាក់អីក៏ខាតដាក់អីក៏មិនចំណេញដាក់អីក៏មិនកើតអាហ្នឹងខ្វះបុណ្យមកថាខ្វះបុណ្យខ្វះសម្ពាយពីមុនមកណាញោមពិចារណាប៉ុណ្ណេះចុះយើងកើតជាមនុស្សដូចគេដែរណាហើយមានដៃ2ជើង2ដូចគ្នាហើយបើនិយាយពីប្រកែកនេះមានតែមួយដូចគ្នាប៉ាន់គ្នាទៀតណាប៉ាន់បើរៀនសូត្រវិញគេដូចមិនសូវប្រឹងអីសោះប៉ាន់គេដាក់អីចាំហ្នឹងឯងនេះទិញផងរៀនផងមើលផងសូត្រផងនោះតែមិនចាំដេគុណអើយគាត់ថាភកវៈតោហ្នឹង7 8ត្រឡប់នោះដឹងរហូតតោឯណាឃើញណាហ្នឹងហើយបើយ៉ាងកេញវិញនៅតែកតាំងនៅវ័នត្រឹមកតាំងហ្នឹងអត់ទៅចង្អេកើតហ្នឹងហើយបើហោកន្លែងចប់មិនឃើញរៀនអីក៏វាមិនចេះរៀនអីក៏មិនចាំខ្វះបុណ្យខ្វះសម្ពាយខ្វះឧបនិស្ស័យដែលយើងសន្សំមកណាឧបនិស្ស័យហ្នឹងប្រែមកតែធ្លាប់អ្វីដែលយើងធ្លាប់សន្សំពីអតីតយកមកប្រើបច្ចុប្បន្ននេះណាយើងសន្សំមកបានល្អសន្សំពូជអីវាចេញពូជហ្នឹងមកតែសន្សំបញ្ញាបច្ចុប្បន្នចម្រើនដោយបញ្ញាខ្ញុំឃើញអ្នកខ្លះល្ងងអ្នកខ្លះចេះអ្នកខ្លះក្លៅអ្នកខ្លះបណ្ឌិតដោយសារអីអ្នកខ្លះមានអ្នកខ្លះក្រអ្នកខ្លះសអ្នកខ្លះខ្មៅអ្នកខ្លះល្អអ្នកខ្លះក្រក់អ្នកខ្លះខ្ពស់អ្នកខ្លះទាបអ្នកខ្លះពេញលក្ខណៈអ្នកខ្លះមិនពេញលក្ខណៈវាសិតតែសន្សំពូជមកវាខុសគ្នាវាអត់ដូចគ្នាណាអញ្ចឹងយើងកុំតូចចិត្តនឹងបុណ្យហើយកុំតូចចិត្តនឹងខ្លួនឯងអ្នកខ្លះរកស៊ីមិនឡើងខឹងបុណ្យទៀតខឹងអីឯងក៏បុណ្យក៏ធ្វើអាប្រឹងក៏ប្រឹងប៉ុន្តែដូចបុណ្យមិនជួយនៅតែក្រណាហ្នឹងហើយមុននឹងបន្ទោសខ្លួនឯងមុននឹងបន្ទោសបុណ្យអាត្មាលើករឿងឧទាហរណ៍មួយញោមស្ដាប់រឿងកតិលោកណាប៉ុន្តែរឿងហ្នឹងគួរយើងពិចារណាពាក់ព័ន្ធនឹងរឿងខ្វះបុណ្យនិងមានបុណ្យដូចអាត្មាបញ្ជាក់អ្នកខ្វះបុណ្យប្រឹងអាម៉េចក៏ដូរមិនឡើងអ្នកមានបុណ្យគេដូរមិនសូវប្រឹងទេណាដាក់អីត្រូវណាទាំងមនុស្សទាំងសត្វទាំងទេវតាតាមថែរក្សាឲ្យពរឲ្យជ័យជានិច្ចទៅណាមកណាគេស្រឡាញ់គេអាណិតសម្បូរញាតិមិត្តគ្រប់ទិសទីណាសម្ពាយរបស់គេសន្សំមកអញ្ចឹងមកលើករឿងឧទាហរណ៍សភៅកតិលោកក្នុងសភៅកតិលោកភាគទី6ណាក្នុងសភៅបារាំងសេះហើយសំឡងចេញចូលមកជាសភៅកតិលោកជប៉ុនជួយបោះពុំមុននឹងបន្ទោសខ្លួនឯងយើងត្រូវយល់ពីការមានបុណ្យនិងខ្វះបុណ្យក៏យល់ពីឧបនិស្ស័យដែលយើងធ្លាប់បានសន្សំមកណាអតីតរួមផ្សំជាមួយនឹងផលបច្ចុប្បន្ននេះដែលនាំឲ្យសុខឲ្យចម្រើនហ្នឹងអតីតគូផ្សំជាមួយបច្ចុប្បន្ននឹងផលវាមិនមែនបន្ទោសតែផលពីអតីតទាំងអស់ទេវាត្រូវគូផ្សំជាមួយបច្ចុប្បន្ននឹងផងដែរណាជួនកាលផលពីអតីតវាមានហើយប៉ុន្តែបច្ចុប្បន្ននេះយើងវាអត់ប្រឹងក៏នៅតែមិនមានក៏នៅតែមិនសុខមិនចម្រើនអាហ្នឹងអញ្ចឹងណាផលវាមានហើយប៉ុន្តែយើងនោះវាប្រឹងផងអាហ្នឹងអញ្ចឹងណាបច្ចុប្បន្ននេះគូផ្សំផងបានសុខចម្រើនទៅកើតនិយាយរឿងបរោះពីរអ្នកជាសម្លាញ់នឹងគ្នានៅជាមួយគ្នាតាំងពីក្មេងមកញោមដល់ទៅពេញវ័យវឌ្ឍនាការកំឡោះឡើងកាលណាតដឹងភរិយាបើមិនទៅរកឯណាឆ្ងាយយកផ្ទះទល់មុខគ្នានឹងទៀតប៉ិនគ្រាន់ថាស្ត្រីម្នាក់ជាស្ត្រីគ្រប់លក្ខម្នាក់ទៀតខាតលក្ខហើយបរោះម្នាក់ទៅយកចំប្រពន្ធខាតលក្ខដល់បានប្រពន្ធទាំងពីរហ្នឹងមកមួយគ្រប់លក្ខមួយខាតលក្ខណាញោមស្ដាប់ឲ្យតាន់
អាហ្នឹងបច្ចុប្បន្នណាហើយផលពីអតីតទាំងពីរអ្នកនឹងសំមកយ៉ាងម៉េចមិនតាន់បញ្ជាក់ណាបច្ចុប្បន្ននេះម្នាក់ខុសបាត់ហើយយកប្រពន្ធខាតលក្ខហើយដោយពាក្យចាស់ក្រំងយលោកថាមិនប្រពន្ធនឹងប្តីធំស្រេចលើស្រីគ្រប់គង់កិរិយាឆ្លុះហើយច្រើនខ្សត់ស្រីអត់លក្ខណៈប្តីខ្ជិលរសាក៏ព្រោះរឹកប្រពន្ធតែប្រពន្ធអត់កើតឲ្យចប់ហ៎ញោមចង់ប្តីនឹងរៀនដល់បណ្ឌិតអុកញ៉ាទៀតក៏នៅតែលាយដែរតើនេះញោមណាសំខាន់ប្រពន្ធហ្នឹងអ្នកຕົកអ្នកដាក់ហ្នឹងហើយបើសិនប្រពន្ធមិនកើតទេទីតែប្តីរកមកចំណូលបានត្រឹមមួយល្អីស៊ីដល់ពីរល្អីទៅមិនរួចវានៅតែក្រនៅតែមិនសុខមិនចម្រើនណាអញ្ចឹងម្នាក់បានប្រពន្ធគ្រប់លក្ខម្នាក់បានខាតលក្ខនិយាយកាត់សេចក្តីនៃរូតមកដល់ពេលការរួចរស់នៅជាមួយគ្នាអ្នកបានប្រពន្ធគ្រប់លក្ខនេះរស់ស៊ីអីក៏ចេះតែឡើងចេះតែមានចេះតែបានចេះតែសុខចេះតែចម្រើនឯអ្នកបានប្រពន្ធខាតលក្ខនេះក្ររតែខោមកប៉ុណ្ណាបាត់ខ្លួនចង់បានហើយតិចតិចទៅរកសម្លាញ់តិចតិចទៅរកសម្លាញ់ណាអាអ្នកបានប្រពន្ធគ្រប់លក្ខនេះមិនត្រឹមតែគ្រប់លក្ខចេះຕົកចេះដាក់ចេះរៀបចេះចំទេវាគ្រប់មកចប់ចេះដឹកនាំខាងស្វាមីខាងខ្លួននឹងគោរពប្រតិបត្តិម្ដាយឪពុកចាក់ទុំចាក់ព្រឹទ្ធាចារ្យចេះដឹកនាំប្តីដឹកនាំម្ដាយឪពុកចូលវត្តសន្សំសេចក្តីល្អណាដល់អញ្ចឹងរុក្ខទេវតាកើតសេចក្តីអាណិតស្រឡាញ់គ្រួសារនឹងថ្មីថ្មោងក្មេងៗមែនតែចេះគោរពប្រតិបត្តិម៉ែឪចេះគោរពប្រតិបត្តិចាស់ព្រឹទ្ធាចារ្យចេះគោរពលោកអ្នកត្រង់សិលមានប្រសង់មានយាយតាអ្នករសាសិលជាដើមណាទេវតាគេមើលយើងរាល់ថ្ងៃញោមបងណាគេឲ្យពរជ័យយើងរាល់ថ្ងៃបងប៉ុន្តែហេតុអីបានឥឡូវនេះទេវតាមិនសូវឲ្យពរមកពីមនុស្សវាមិនសូវត្រង់បើយើងត្រង់នឹងគ្នាយើងល្អគេឲ្យពរយើងរាល់ថ្ងៃហើយឥឡូវនេះមិនគេឲ្យពរបើសំបីតែផ្ទះគេមិនឲ្យគេនៅផងកាប់ខ្ទេចគ្រីអស់ព្រៃឈើបងតែព្រៃមុខផ្ទះចង់ຕົកទៀតណាព្រោះព្រៃតាមដើមឈើហ្នឹងមានរុក្ខទេវតាគេនៅណាកាប់ហើយអាតូចតូចបន្ទុកគេដុតចោលទៀតណាហើយដល់ទេវតារកផ្ទះនៅមិនបានក្តៅក៏ហល់ក៏ហាយបើយើងដេកមិនសុកក្តៅគ្រប់គ្នាណាថ្ងៃម៉េចបក់ផ្លិតហើយនៅតែមិនត្រជាក់ទៀតមែនទេទេវតាក្តៅដល់យើងអានេះមនុស្សមិនសុកអាហ្នឹងអញ្ចឹងយើងមិនឲ្យគេសុកគេក៏មិនឲ្យយើងសុកយើងគ្មានគុណធម៌ក៏គេមិនថែរក្សាយើងគេមិនឲ្យពរជ័យយើងអាហ្នឹងអញ្ចឹងណាពីមុនមនុស្សវាត្រង់នឹងគ្នាណាស្រឡាញ់គ្នាដូចបងដូចប្អូនបកើតអត់ដែលចេះប្រកាន់បកប្រកាន់ពួកប្រកាន់គ្រួសារនេះគ្រួសារនោះទេមានរបស់អីចេះចែករំលែកគ្នារស់ជុំគ្នារស់ជាសុខចេះរស់នៅជាក្រុមឥឡូវអត់ទេរស់នៅរៀងខ្លួនអត់មានអ្នកណារស់នៅជាក្រុមទៀតទេណាម្លោះហើយមនុស្សចេះតែកាប់កេងបំបត្តិកេងលបលួចឆក់កាប់កេងប្រវាញ់គ្នាណាមិនត្រង់នឹងគ្នាណាដោយសារអត់ត្រង់បានវាចេះតែបង្ហាញប្រាប់គេថាដើម្បីឲ្យគេជឿជាក់លើខ្លួនណាអាឆ្នាំងដុតពោតដុតបដើគេកាប់ដើមពោត3ដើមយកមកបញ្ឈរក្បែរឆ្នាំងហ្នឹងចង់បង្ហាញថាពោតហ្នឹងវាចេញពីដើមហ្នឹងធម្មជាតិណាបង្ហាញប្រាប់គេថាហ្នឹងធម្មជាតិណាសុតណាអត់ដាក់ថ្នាំឃើញទេណាបើមនុស្សវាត្រង់នឹងគ្នាអត់ចាំបាច់បង្ហាញគេអញ្ចឹងទេមែនទេអត់ចាំបាច់ធ្វើបង្ហាញគេទេបើមនុស្សត្រង់ដូចពីមុនហើយចាស់ពីដើមមានដែរចេះបង្ហាញគេប្រាប់ដើរអួតប្រាប់គេថាណែខ្ញុំអាហ្នឹងស្មើនឹងដើរប្រាប់គេថាខ្ញុំវាល្អខ្ញុំវាចេះណាហើយបើយើងត្រង់ទៅមកបាច់ចាំដើរបង្ហាញគេដឹងថាយើងល្អហើយបាត់ណាសេចក្តីល្អដូចគ្នាដែរញោមធ្វើញោមដឹងដោយខ្លួនឯងមិនចាំបាច់អ្នកដតីគេមើលឃើញឬក៏មិនចាំបាច់ប្រាប់អ្នកដតីឲ្យគេដឹងថាយើងធ្វើល្អទេសេចក្តីល្អកើតចេញពីក្នុងចិត្តរបស់យើងនេះអាហ្នឹងអញ្ចឹងណានិយាយរឿងយើងនេះបងណាបញ្ជាក់ដល់អាការហើយណាមួយគ្រប់លក្ខនោះគេចេះគោរពប្រតិបត្តិម្ដាយឪពុកមាតាបិតារស់ស៊ីចេះតកកទេវតារឹតតកើតសេចក្តីអាណិតស្រឡាញ់ណាកើតសេចក្តីអាណិតស្រឡាញ់ហើយគេធ្វើភូមិទេវតាណាភូមិទេវតាគេហដ្ឋានរបស់គេនឹងមានណារៀនទេវតាដាក់ឲ្យសែនសពសាធការឲ្យទឹះកសលផលបន់ជូនទេវតារៀងរាល់ថ្ងៃអញ្ចឹងណាទេវតាកើតសេចក្តីអាណិតណាយប់ឡើងយកកងណាកងហ្នឹងមានរិទ្ធអំណាចប្រសើរណាស់អ្នកណាបានកងហ្នឹងដូចបានអ្វីគ្រប់សពណាស្មើនឹងបច្ចុប្បន្ននេះអ្នកមានបញ្ញាមានអ្វីគ្រប់សពដែលអាត្មាធ្លាប់បញ្ជាក់ថាមានចំណេះដឹងមានអ្វីគ្រប់សពណាមានតែចំណេះដឹងតែមួយទេទោះបីយើងត្រអត់ខោអត់អាវក៏ដោយតែបើមានចំណេះវិជ្ជាហើយណាដូចមានអ្វីគ្រប់សពហ្នឹងហើយទេវតាឲ្យកងហ្នឹងមកដូចគ្នាដែរណាមានកងហ្នឹងដូចមានអ្វីគ្រប់សពចង់បានអីបានហ្នឹងណាយកមកដាក់នៅក្បែរខ្លួនហើយជាយល់សពណា
ថាបើមនុស្សពីរអ្នកប្តីប្រពន្ធណាចង់បានអីគ្រាន់តែកុសហើយបួងសួងប្រាថ្នាហើយវាយកងម្ដងទៅណាក្នុងមួយថ្ងៃវាយបានតែ3ក្នុងមួយជីវិតហ្នឹងវាយបានតែក្នុងម្នាក់វាយបានតែ3ដងទេណាហ្នឹងហើយវាយបានតែ3ដងទេណាម្ដងប្រាថ្នាចង់បានអីបានហ្នឹងលើកទី2ប្រាថ្នាអីបានហ្នឹងលើកទី3ប្រាថ្នាអីក៏បានហ្នឹងដែរកុសហើយប្រាថ្នាទៅចង់បានអីបានហ្នឹងណាដល់បញ្យលសពហ្នឹងហើយទុកកងនឹងក្បែរខ្លួនហ្នឹងណាឃើញទេគេឲ្យពរជ័យណាទេវតាក៏គេអាណិតស្រឡាញ់មនុស្សល្អដល់ភ្ញាក់ពីដំណេកឡើងណាឃើញកងនៅក្បែរខ្លួនហើយនឹកឃើញទេវតាបញ្យលសពហីអូនណាយកមិញបងសម្រាប់ទៅទេវតាមកបញ្យលសពថាចេះនិយាយរាយរាប់ប្រាប់ប្រពន្ធដូចមកបញ្ជាក់ប្រាប់ញាតិញោមមិញអញ្ចឹងណាអញ្ចឹងបងឯងសាកប្រាថ្នាលមើលហើយយើងកុសសាកមើលចេញដូចសេចក្តីប្រាថ្នាទេនឹកប្រាថ្នាតសូមកខ្ញុំបានមាសបានប្រាក់កែវកងបទូសូរកាន់មកកុំឲ្យខ្វះនាំតែប្របាក់វេទនាខ្ជិលរស់ស៊ីណាំចង់រស់ស៊ីនាំប្របាក់សុំមកបានមាសបានប្រាក់មកដូចសេចក្តីប្រាថ្នាគោះម្ដងទៅធ្លាក់មាសធ្លាក់ប្រាក់មកមែនញោមហីស័ក្តិសិទ្ធិមែនអូនស័ក្តិសិទ្ធិមែនណាគោះយកតែមាសប្រាក់ទេញោមមាសប្រាក់យកមកជូនម្ដាយជូនឪពុកធ្វើគេអាឋានជូនម្ដាយជូនឪពុកសន្សំសេចក្តីល្អធ្វើបុណ្យឲ្យទានចាស់ស្មោមចកតបអត់ឃ្លានទូរកុដអីចែកទានណាមនុស្សល្អអញ្ចឹងបានទ្របមកសង្វាតតែរឿងធ្វើសេចក្តីល្អមិនបានទ្របមកសបាយក្លាប់បៀបននេះអត់ទេណាបានទ្របមកនឹកឃើញតែរឿងសេចក្តីល្អធ្វើសេចក្តីល្អណាសង្គ្រោះមេដាបៃតាសង្គ្រោះអ្នកទូរកុដកំសត់អត់ឃ្លានជាងខ្លួនសង្គ្រោះលោកអ្នកមានសិលជាដើមលក្ខនឹងលក្ខដល់តែតំណែងហ្នឹងដឹងដល់មិត្តភ័ក្តិអ្នកសម្លាញ់ម្នាក់ទៀតដែលរស់នៅជាមួយគ្នាតាំងពីក្មេងមកបានប្រពន្ធខាតលក្ខនោះដល់ដឹងដល់មិត្តភ័ក្តិហ្នឹងមិត្តភ័ក្តិមកអង្វរកសម្លាញ់ហើយឯងវាមានហើយជួយគ្នាផងបើមានរបស់ស័ក្តិសិទ្ធិអញ្ចឹងជួយគ្នាផងណាជួយគ្នាផងអ្នកសម្លាញ់នេះកើតសេចក្តីអាណិតឲ្យកងនឹងទៅប៉ុន្តែផ្ដាំណាអ្នកឯងវាយបានតែ3ដងទេក្នុងមួយជីវិតណាខ្ញុំវាយអស់2ដងហើយនៅតែម្ដងទៀតទេណាអញ្ចឹងអ្នកវាយបានតែ3ដងទេក្នុងមួយជីវិតហ្នឹងអ្នកយកទៅវាយបានតែ3ដងទេណាដល់យកទៅដល់ផ្ទះរាយរាប់ប្រាប់ប្រពន្ធខាតលក្ខនេះវាឲ្យយោបល់មិនមែនត្រូវអីថាបានប្រាថ្នាអីបានហ្នឹងអត់មានប្រាថ្នារឿងទ្រព្យរឿងសម្បត្តិទេប្រាថ្នាតែសុំចំោះខ្ញុំកញ្ឆិតហ្នឹងបងឯងវាយមិនឲ្យបានត្រង់វិញមកបងហ្នឹងហើយប្រាថ្នាចំោះខ្ញុំត្រង់វាប់ឡើងចង់បានចំោះត្រង់ចង់បានរូបល្អមិនចង់បានសុខចម្រើនមានទ្រព្យអីគ្រាន់បានចិញ្ចឹមជីវិតអីគេអីអត់ហ្នឹងស្មើនឹងបើមានលុយគិតតែរឿងកែសតកែសម្ផស្សកែនេះកែនោះកញ្ចក់ផងខាត់កញ្ចក់ផងលេផងអូគ្រប់សពបែបយ៉ាងណាស្ត្រីយើងអ្នកខ្លះបានប្រពន្ធមកប្រាក់ខែគ្រាន់តែឲ្យប្រពន្ធលាបថ្នាំកញ្ចក់អត់គ្រប់ទេអាប៉ុណ្ណឹងហើយជេរបចោប្រៃជ្រះចេះបឹកល្ងាយទៀតមានមិនអត់ទេខាតលក្ខបានកងនឹងមកប្រាប់ប្រើមប្រាថ្នាប្រាប់បងអញ្ចឹងខ្ញុំតាំងសច្ចាប្រាថ្នាបងឯងលើកទី1បើបងឯងបានទ្របមកកំអាលវាយយកទ្របវាយធ្វើម៉េចឲ្យប្រពន្ធនេះស្អាតសិនបើបងឯងបានទ្របមកប្រពន្ធមុខអញ្ចឹងបងឯងសប្បាយចិត្តដែរអីប្តីប្រពន្ធគេឲ្យយោបល់អញ្ចឹងអញ្ចឹងអត់អីទេអូនប្រាថ្នាទៅចាំបងវាយប្រាថ្នាវាប់ទៅវាយទៅវាស្អាតច្រមុះប៉ិនវានៅភ្នែកចលៀងកែងនេះខ្ញុំភ្លេចនឹកឃើញតែភ្នែកខ្ញុំចលៀងបងបានច្រមុះគេថាវាយបានប្រហែលដងញោម3ដងវាយម្ដងទៅច្រមុះនឹងវាស្អាតហើយនៅភ្នែកចលៀងនេះទៀតខ្ញុំភ្លេចបងបើប្រាប់តាំងចលៀងភ្នែកនេះតាំងអាច្រមុះកទឹកនឹងមកជាមួយគ្នាទៅសោះវាយតែមួយសាហើយទៅមកចឹងប្តីក៏ថាចឹងកុំឲ្យប្របាក់វិញវាយអាអង្គជាតិណាប្របាក់អង្គជាតិណានាំចង្រៃហើយអាប្តីហ្នឹងម៉ែកាអាបរោះហ្នឹងម៉ែដបងម្ដាយឪពុកអត់ឲ្យយកនាងហ្នឹងទេព្រោះដឹងតែនាងហ្នឹងគេល្បីពេញភូមិតែស្រីខាតលក្ខប៉ិនវាចង្រៃមកពីអាប៉ិនហ្នឹងមកពីស្រឡាញ់ប៉ិនហ្នឹងបាននាំឲ្យខ្លួនក្រលំបាកវេទនារហូតដល់ថ្ងៃហ្នឹងអញ្ចឹងប្តីនេះនិយាយឡើងសុំមកអង្គជាតិទាំងឡាយណាដែលវាកើតមកវាខ្វះវាខាតវានាំចង្រៃនាំអបមង្គលនាំអបលៈនាំឲ្យក្រនាំឲ្យលំបាកនាំឲ្យវេទនាមិនពេញលក្ខណៈអង្គជាតិណាដែលមិនគ្រប់មិនល្អហ្នឹងសុំឲ្យព្រះអង្គយកទៅអស់ទៅប្រាថ្នាឲ្យវាយពើងទៅវាទៅទាំងអស់អង្គជាតិដែលជាប់ក្នុងខ្លួនមានប្រមាណហ្នឹងទៅទាំងអស់តាំងអាបោះប្តីហ្នឹងក៏ទៅអានឹងរឿងកតិលោកគេនិយាយអាត្មាមើលរឿងហ្នឹងហើយចេះសើចម្នាក់ឯងដែរវាយទៅទាំងអស់អាបោះប្តីនោះវានាំចង្រៃមកពីអាហ្នឹងបាននាំឲ្យក្រណានិយាយអញ្ចឹងក៏ទៅដល់បោះប្តីនឹងទៅទៀតហើយដល់ស្ទាបទៅដូចបាត់
ដល់ពេលបាត់អូនហើយអង្គជាតិណាដែលនាំចង្រៃទៅទាំងអស់ទៅរបស់បងទៀតអីបើនៅមួយសាទៀតទេវាយមួយសាទៀតនេះឥឡូវបងសួរសម្រាប់ទៅហើយបើវាយយកទ្របអូនឯងអត់អាហ្នឹងអូនឯងព្រមទេយកទ្របមកទៅស្អីបើអត់មានអាហ្នឹងបងវាយឲ្យមកវិញមកបងនៅតែមួយសាទៀតវាយទៅបានមកគ្រប់3នឹងវិញបានតែប៉ុណ្្នឹង3ដងវាយបាទ3ដងណាទីបំផុតបានតែ3ហ្នឹងហ្នឹងហើយបានប្រពន្ធចង្រៃបានប្រពន្ធអបលៈឃើញទេខាតលក្ខណាអារបស់ត្រូវបានហើយក៏វាមិនគួរនឹងមិនបានទៅទៀតប៉ុន្តែរឿងហ្នឹងមកវិភាគដល់2កន្លែងទី1មកពីបានប្រពន្ធហ្នឹងខាតលក្ខទី2មកពីខ្វះបុណ្យវាមិនត្រូវបានទ្របហ្នឹងវាមិនត្រូវបានប្រើរបស់ហ្នឹងព្រោះរបស់ហ្នឹងទេវតាគេឲ្យដល់អ្នកដែលមានបុណ្យឯណោះមែនសម្រាប់អ្នកហ្នឹងឯណាទោះបីជាគេឲ្យក៏វាមិនប្រើកើតដែរដូចអាបញ្ជាក់មិញអ្នកខ្លះមានទ្របហើយក៏ប្រើទ្របហ្នឹងអត់កើតដែរណាមានរបស់ហូបហើយក៏ហូបរបស់ហ្នឹងមិនកើតដែរខ្វះបុណ្យបាទញាតិញោមដែលពិចារណាខ្លួនឯងទេញោមតែពិចារណាថាដល់ពេលយើងធ្លាប់ក្រលំបាកអាត្មាធ្លាប់ឃើញអ្នកខ្លះក្រលំបាកវេទនាបាទនៅលោកមួយថ្ងៃអង្គុយគិតវិភាគមើលរឿងក្នុងសង្គមហ្នឹងនៅរបៀបរស់នៅរបស់សត្វលោកសពថ្ងៃហ្នឹងវាយ៉ាងម៉េចមកឃើញអ្នកខ្លះក្រពីមុនដល់ពេលកូនជួនកាលរស់ស៊ីទៅស្រាប់តែវាឡើងមានដល់ឡើងមានខំប្រឹងតបតែងម៉ែឪនេះក៏ទិញកវលទិញខ្សែកទិញខ្សែដៃទិញអាវថ្មីឲ្យទិញឡានឲ្យទិញឡានល្អឲ្យម៉ែជិះឲ្យឪជិះគាត់ថាអញមិនចេះជិះទេជិះអាឡានតម្លៃរាប់ម៉ឺនហ្នឹងអញពលក្អួតងាប់អញបើឡានដឹកស្មៅបានអញជិះកើតណាមិនចេះណែខ្វះបុណ្យវាមិនត្រូវបានតែជិះអាហ្នឹងហើយញោមមានតែគិតខ្លួនឯងចឹងហ៎ណាអ្នកខ្លះកូនគេកាត់សពុតអាវថ្មីឲ្យល្អអញថាអញចេះស្លៀកទេអញខ្មាស់គេអញដូចយើងអៀនខ្លួនណាអញស្លៀកបានតែសពុតប៉ះមែនទេបុណ្យវាមិនដល់ត្រូវប្រើរបស់ហ្នឹងអាហ្នឹងចឹងណាខ្វះបុណ្យណារស់នៅទោះបីមានរបស់ហើយក៏ប្រើរបស់ហ្នឹងមិនកើតអាហ្នឹងចឹងហើយមែនពិតវាមានពិតចឹងបងណារស់នៅសពថ្ងៃនេះចឹងបានអាត្មាបញ្ជាក់ថាខំប្រឹងសន្សំសេចក្តីល្អចម្រើនសេចក្តីល្អមកឲ្យបានច្រើនគ្រប់គណៈចិត្តណាសន្សំសេចក្តីល្អឲ្យបានច្រើនគ្រប់គ្នាហើយជាងកន្លះម៉ោងហើយបានហើយចាំជួបគ្នាថ្ងៃក្រោយទៀតហើយនេះលោកកូននេះលោកបួសមុខភ្លើងហើយមិនមែនទេហ៎លោកនៅក្នុងវត្តហ៎ហើយមានតែមួយអង្គមុនមួយអង្គមកហើយបច្ច័យទេសនាបានប្រហែលជាង30ម៉ឺន30ប្រហែល330000ដក50000ប្រគេនលោកបច្ច័យ4ហើយសល់ប្រមាណចូលប៉ុនម្ចាស់ប៉ុនវិញបាទហ្នឹងហើយសំបានប៉ុនបានកសល300000ហ្នឹង300000ជាងហ្នឹងដក50000មកចូលប៉ុននៅប្រគេនបច្ច័យ4លោកហើយសល់ប្រមាណចូលរួមចំណែកក្នុងកម្មវិធីប៉ុនសព7ថ្ងៃនេះវិញណាសំបានប៉ុនបានសល់តាមបក្សីជ្រះថ្លារៀងខ្លួនសូមអនុមោទនាបាទឡាននេះលែងជិះឡានឈ្នួលហើយជិះឡានខ្លួនឯងវិញហ៎ដល់អញ្ចឹងទៅសាំងចាក់ខ្លួនឯងទេមិនអីទេណាពីមុនចេះដកថ្លៃឈ្នួលសាំងឡានមកពីពេទ្យវិញគេតែងទុកប្រគេនឲ្យបាត់អាត្មាលុកឡានអាត្មាមុននោះធ្វើសាលារៀនឲ្យក្មេងនៅស្វាយរៀងនោះណាដល់លុកធ្វើសាលារៀននឹងអស់ទៅជិះឡានឈ្នួលមករយៈដល់តែអាពាតធ្ងន់ទៅសឹងនៅថៃនោះ2ខែមួយខែជាង2ខែនៅបាងកកនោះណានៅតែក្រែពេទ្យទេណាចិត្ត2ខែហ្នឹងសឹងលើក្រែពេទ្យរហូតបានវារៀងជ្រះច្រើនហ្នឹងបងនិយាយខ្លះគាត់ថាដេកគុណមកមួយជើងនេះដូចរៀងជ្រះច្រើនជាងមុននេះច្រាសច្រើនជាងមុនជ្រះច្រើនជាងមុនណាជ្រះច្រើនជាងមុនមិនច្រើនម៉ានទេញោមតែមួយវែក2វែកហ្នឹងបងហើយមិនមែនមួយវែកដូចគេរាប់បាតទេណាអត់ទេសឹងលើក្រែពេទ្យរហូតបានវារៀងជ្រះច្រើនជាងមុនថាតាមយាយអ្នកគេជ្រៀងដល់អញ្ចឹងមកវិញញាតិញោមអ្នកហើយបើសិនជាក្រៅពីស្បង់ជីវរនៅអញ្ចឹងទេមិនដឹងរកអីមើលទេព្រោះចិត្ត50000 40000ជាងក៏តែមកឈឺហ្នឹងប៉ុន្តែសារពុទ្ធបរិស័ទទាំងអស់ញាតិញោមអាយដាមទាវពុទ្ធបរិស័ទចិត្តឆ្ងាយក្នុងប្រទេសក្រៅប្រទេសអីគាត់ក៏ជួយមកគ្រប់គ្នាជាពិសេសញាតិញោមអ្នកនៅឯនាយសមុទ្រតែសើញាតិញោមទឹកចិត្តញាតិញោមអរគុណញាតិញោមច្រើនណាស់ក៏មកផ្លេចឈ្មោះគាត់អស់ហើយដែលគាត់ផ្ញើបច្ច័យមកជួយណាជួយព្យាបាលជួយគ្រប់សពបងណាតាំងពីមើលនៅស្រុកខ្មែររហូតដល់ស្រុកគេនោះណាបើសិនជាមិនបានពុទ្ធបរិស័ទទាំងអស់គ្នានឹងទេថ្មមិនដឹងទៅយកអីយកឲ្យគេទេណារកអីឲ្យគេបានបើសំបីតាឡានក៏លុកធ្វើសាលារៀនអស់
ហើយវិច័យដន់ឈឺធ្ងន់នឹងទៅទៀតនឹងរកអីមើលតែណាបានពុតបរិស័ទប៉ុនខ្ញុំហើយសេចក្តីល្អនឹងវាពិសេសណាស់គឺអ្នកណាចម្រើនសេចក្តីល្អគឺសេចក្តីល្អរងចាំយើងឲ្យស្រេចមិនចាំបាច់ជាតិមុខជាតិក្រោយពេលខ្លះសេចក្តីល្អវាឲ្យតែបច្ចុប្បន្នហើយបើជាតិមុខវិញវារងចាំយើងឲ្យបាត់ទុកបីយើងមិនតាន់ស្លាប់ក៏ដោយបើអញ្ចឹងបានព្រះអង្គសម្ដែងធម៌ទេសនាប្រោសថាម៉េចព្រះអង្គថាមនាលភិក្ខុទាំងឡាយមនាលអ្នកទាំងឡាយបុណ្យកុសលរងចាំអ្នកធ្វើបុណ្យហ្នឹងគឺហាក់បីដូចជាកូនម្ដាយរងចាំកូនទៅធ្វើការនៅភ្នំពេញហើយម្ដាយនៅខេត្តតាកែវអាត្មានោះឬក៏កូននៅអាមេរិកកាំងម្ដាយនៅស្រុកខ្មែរហើយដឹងតែចូលឆ្នាំហ្នឹងកូនស្រីគេមកពីបារាំងពីអាមេរិកកាំងមកលេងយើងជាម្ដាយនៅស្រុកខ្មែរថ្ងៃហ្នឹងកូនមកហើយចុះពីយន្តហោះមកញោមហើយគ្រាន់តែដឹងថាកូនគេទិញសបុតយន្តហោះគេប្រាប់ថាម៉ែខែក្រោយខ្ញុំទៅលេងមកឯងហើយគ្រាន់តែដឹងថាកូនមកខែក្រោយនឹងអារម្មណ៍រន្ទឹងទន្ទឹងរងចាំឃើញមុខកូនមុខចៅព្រោះមិនដែលបានឃើញមុខកូនមុខចៅបែកគ្នា4 10ឆ្នាំហើយកូនទៅនៅស្រុកក្រៅទីហោតែអញ្ចឹងឬក៏បែកតែ2 ឆ្នាំ 3 ឆ្នាំក៏ដោយអារម្មណ៍ជាម្ដាយជាឪពុកវានឹកខ្លាំងណាស់ចឹងដឹងថាខែហ្នឹងកូនមកលេងអារម្មណ៍យើងពុះគឺជ្រោយចង់ជួបមុខកូនខ្លាំងហ៎មែនទេញោមគឺនឹកកូនចង់ឃើញមុខកូនដល់តែនិយាយខ្លះរាប់ថ្ងៃទៀតឥឡូវកូនតាមពីកូនគេប្រាប់អញថាមកហ្នឹងម្ល៉េះបាន25ថ្ងៃហើយរាប់រហូតដល់អូនៅសល់មួយថ្ងៃទៀតឯស្អែកកូនអញមកអូថ្ងៃហ្នឹងកូនអញមកដល់ហ្នឹងគឺអារម្មណ៍រន្ទឹកទន្ទឹងរងចាំបុគ្គលដែលមកពីចម្ងាយមកសួរសុខទុក្ខមកលេងយើងយ៉ាងណាព្រះអង្គសម្ដែងអញ្ចឹងណាទន្ទឹងបុគ្គលដែលជាទីស្រឡាញ់របស់យើងមកលេងយើងទន្ទឹងរងចាំបុគ្គលជាទីស្រឡាញ់របស់យើងយ៉ាងណាបុណ្យកុសលផលរបស់បុណ្យតែងទន្ទឹងរងចាំអ្នកធ្វើបុណ្យហ្នឹងគឺដូចគ្នាអញ្ចឹងដែរស្រាប់តនលោកនិយាយញោមព្រះអង្គសម្ដែងអញ្ចឹងណាអាផលដែលយើងធ្វើបុណ្យកុសលនិងសេចក្តីល្អដែលយើងធ្វើហ្នឹងវាទន្ទឹងរងចាំយើងត្រូវទទួលផលហ្នឹងដូចគ្នាអញ្ចឹងដែរសេចក្តីល្អចាំអ្នកធ្វើសេចក្តីល្អផលល្អហុចឲ្យអ្នកធ្វើសេចក្តីល្អអ្នកណាស្រឡាញ់បុណ្យស្រឡាញ់អ្នកហ្នឹងអ្នកណាស្រឡាញ់ធម៌រក្សាអ្នកហ្នឹងធម្មោអវេរកតិធម្មចារីអ្នកណាស្រឡាញ់ធម៌អ្នកណាប្រព្រឹត្តធម៌រក្សាអ្នកហ្នឹងហ្នឹងអ្នកណាស្រឡាញ់បុណ្យរក្សាអ្នកហ្នឹងហើយមែនអ្នកណាធ្វើបុណ្យអត់ដែលឲ្យទុកឲ្យក្តៅកាហាយទេគឺឲ្យតែសុខឲ្យតែចម្រើនមកយើងវិញអញ្ចឹងយើងប្រឹងចម្រើនគុណធម៌និងសេចក្តីល្អដើម្បីរស់ប៉ុន្តែកុំគ្រាន់តែហូបដើម្បីរស់យើងហូបដើម្បីបានចម្រើនគុណធម៌និងសេចក្តីល្អផ្លូវចិត្តសម្រាប់ខ្លួនយើងផងសម្រាប់កូនចៅយើងផងសម្រាប់មនុស្សសត្វជុំវិញខ្លួនយើងផងអាហ្នឹងបានគេហៅថាហូបដើម្បីចម្រើនទៅនៅគុណធម៌ហើយទៅជាតិមុខទៀតយើងអត់ពិបាកទេយើងនឹងចម្រើននៅបុណ្យកុសលហើយអាបុណ្យកុសលហ្នឹងវាឲ្យផលទាំងក្នុងលោកហ្នឹងផងលោកខាងមុខផងជួនកាលបើបុណ្យហ្នឹងវាចាស់ខ្លាអត់ចាំដល់យើងស្លាប់បានត្រូវទទួលផលបុណ្យមកឧទាហរណ៍ដូចនន្តយបាសកមួយម៉ាត់ចុះនន្តយបាសកញោមធ្វើសាលាថ្វាយព្រះហើយអាថ្ងៃថ្វាយផាត់ដល់ព្រះថ្វាយសាលាដល់ព្រះជ្រោចទឹកផ្សាយមេត្តាចិត្តហ្នឹងពពួកទេពតាយករាជរដ្ឋមកទទួលគាត់ញោមអាថ្ងៃណោថ្វាយព្រះថ្វាយសាលាហ្នឹងថាអត់ទេខ្ញុំនៅសប្បាយនឹងបុណ្យកុសលណាកុំអាលយកខ្ញុំទៅមានន័យថាទេវតាហ្នឹងគឺគ្រាន់តែគាត់បូជាគុណព្រះថ្វាយសាលាព្រះបានឆ្លងសាលាហើយចប់សពគ្រប់គឺទេពតាហ្នឹងមកទទួលគាត់អត់តាន់ទៅដល់អត់តាន់ទៅថាស្ដាប់សេចក្តីស្រាប់ធរសិនសប្បាយនឹងធររីករាយធរសិនហ្នឹងរីករាយធរនិយាយកាត់សេចក្តីនៃរូតមកពេលមួយព្រះមហាមោគលានព្រះអង្គឡើងទៅប្រោសពពួកទេវៈឡើងទៅបណ្ឌបាតប្រោសពពួកទេវៈនៅស្ថានទេវលោកទៅដល់ក៏លេខឃើញវិមានរបស់នន្តយៈប៉ុន្តែអត់ស្គាល់ថាវិមានរបស់នន្តយៈទេសួរទេពតិតានិងទេវបុត្រនៅក្នុងវិមានហ្នឹងក៏លេខទៅវាអត់ឃើញម្ចាស់វិមានធម្មតាពេលដែលព្រះមហាមោគលានព្រះអង្គនិមន្តដល់វិមានណាមួយគឺមានម្ចាស់វិមានហ្នឹងចុះមករាប់បាបហើយនឹងបរិវារ500នាក់ក្នុងវិមានមួយហ្នឹងអមដំណើរម្ចាស់វិមានហ្នឹងមកគ្រប់វិមានប៉ុន្តែឡែកតែវិមានមួយហ្នឹងវាអត់ទាន់ឃើញម្ចាស់វាឃើញតែបរិវារ500នាក់ស្រីស្នំកម្មការអ្នកបម្រើណាទេពតិតាដែលជាអ្នកគាល់បម្រើ500នាក់ហ្នឹងចេញមកអត់មានម្ចាស់ដល់អត់មានម្ចាស់ឲ្យចុះវិមានមួយហ្នឹងក៏មិនម្ចាស់វិមានទៅឯណាបានតែអត់មានម្ចាស់វិមានថាព្រះអង្គហើយម្ចាស់វិមាននោះកំពុងទទួលថ្វាយផាត់ពងស្ដាប់ធម៌ព្រះនៅក្រោមនោះពងរីករាយនឹងធម៌ពងសបាយនឹងធម៌នោះគឺនន្តយបាសកបានព្រះមហាមោគលាននឹកក្នុងចិត្តស្ងើចហ្មងញោមហើយមនុស្សមិនតាន់ស្លាប់ផងវាមានផុសរងចាំមនុស្សហើយបាត់ហើយមានអញ្ចឹងដែរលោកឆ្ងល់ដែរណាញោមព្រះមហាមោគលានដល់អញ្ចឹងក៏នឹកពាក្យនឹងក្នុងចិត្តទៅដល់ឋានក្រមវិញមកដល់ឋានមនុស្សយើងវិញមកសួរព្រះអង្គ
លើលោកនេះមានអ្នកធ្វើបន់ហើយមនុស្សមិនតាន់ស្លាប់ផងវាមានចាំមនុស្សនឹងនៅទេវលោកហើយស្រេចហើយព្រះអង្គដែលមានអញ្ចឹងដែរព្រះអង្គអាចអញ្ចឹងដែរអត់បានព្រះសម្មាសម្ពុទ្ធថាចុះក្រែងប្រមោកលៀនលឺនឹងតិចមិញហើយអីក្រែងទេពបតិតាដែលជាបរិវាររបស់ម្ចាស់វិមានគឺនន្តយៈហ្នឹងប្រាប់ព្រះមហាមោគលានលឺនឹងតិចហើយតើថានន្តយៈកំពុងតែសបាយនឹងធរនៅនេះទេសបាយនឹងប៉ុននៅនេះទេប៉ុន្តែវិមាននោះវាចាំគាត់ហើយបាត់បានព្រះមហាមោគលានលឺអញ្ចឹងរត់តកើតស្រីជ្រះថ្លាទៀតអូព្រះអង្គចុះព្រះអង្គក៏ជ្រាបអីជ្រាបម៉េះខ្ញុំព្រះអង្គអ្នកលឺព្រះអង្គមិនមែនអ្នកលឺមិនក៏ព្រះអង្គដឹងអីដឹងម្លេះពីព្រោះព្រះអង្គអតីតបច្ចុប្បន្នអនាគតមុនក្រោយឋានទាំង3ព្រះអង្គជ្រាបទាំងអស់ហ្នឹងព្រះអង្គដឹងទាំងអស់ហ្នឹងហ្នឹងដែលគេហៅថាញាណដឹងត្រាស់ទៅនៅអនុត្តរសម្មាសម្ពោធិញាណណាក្នុងកាលទាំង3គឺព្រះអង្គជ្រាបច្បាស់ទាំងអស់ជាក់ច្បាស់ទាំងអស់ហ្នឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលើករឿងនឹងមកសម្ដែងធម៌ទេសនាធ្វើឲ្យបរិស័ទដែលអង្គុយស្ដាប់ធម៌នោះកាន់ទៅកើតបៃតិសមនស្សរីករាយជ្រះថ្លាទៅនៅក្នុងសេចក្តីល្អវាអស្ចារ្យត្រង់ថាមនុស្សនៅរស់នេះប៉ុន្តែវាមាននោះវារងចាំហើយបាត់ហើយបានតែរស់ហើយមិនបានចម្រើនគុណធម៌នឹងសេចក្តីល្អផ្លូវចិត្តផ្លូវកាយរបស់យើងស្ទើរតែរស់ព្រះអង្គសម្ដែងថារស់រាប់រយនៃឆ្នាំក៏មិនបានស្មើប្រសើរនឹងបុគ្គលដែលគេរស់ត្រឹមតែមួយថ្ងៃហើយគេបានចម្រើនសេចក្តីល្អគឺប្រសើរជាងបុគ្គលដែលរស់នៅអស់រយនៃឆ្នាំប៉ុន្តែប្រឡាក់តែសេចក្តីអាក្រក់លួចឆក់ប្លន់កាប់កេងបវាញ់វេដំទាត់ធាក់កាប់ចាក់ជេរបចោចំណែនប្រច័នឈ្នាននេះអ្នកដតីអានឹងរស់200ឆ្នាំក៏អត់ស្មើនឹងយាយសម្រាននៅលើក្រែមួយថ្ងៃដែរបងហ្នឹងហើយយាយដែលអត់ប្រឡាក់ដោយសេចក្តីអាក្រក់តាដែលអត់ប្រឡាក់ដោយសេចក្តីអាក្រក់ទោះបីគាត់រស់បានមួយថ្ងៃក៏ប្រសើរជាងមនុស្សនឹងរស់បាន200ឆ្នាំដែរព្រះលោកតាអញ្ចឹងណាហ្នឹងហើយអបមាតោអមតាំងបទាំងបមាតោមជ្ឈនោបទាំងអបមត្តានមីយន្តិយេបមត្តាយថាមត្តានោះព្រះអង្គសម្ដែងថាបុគ្គលដែលមានសេចក្តីប្រមាទទោះបីមានជីវិតរស់នៅបញ្ហាបីដូចគ្មានជីវិតប៉ុន្តែបុគ្គលដែលរស់នៅដោយមិនមានសេចក្តីប្រមាទទោះបីជាស្លាប់អស់រយនៃឆ្នាំហើយប៉ុន្តែដូចជីវិតហ្នឹងនៅយ៉ាមកឧទាហរណ៍ដូចសម្ដេចព្រះសង្ឃរាជជោទញ្ញាណោជួនណាតនឹងឬក៏ប្របាទជ័យវរ្ម័នទី7ញោមសម្ដេចលោកសកុតនៅញោមសម្ដេចជួនណាតសកុតនៅសកុតដែរហើយសកុតរយៈពេលប៉ុន្មានហើយយូរហើយប្របាទជ័យវរ្ម័នទី7សកុតនៅហើយសកុតយូរនៅជាង1000ឆ្នាំហើយប៉ុន្តែឧទាហរណ៍ថាដោយប្របាទជ័យវរ្ម័នទី7ឬសម្ដេចជួនណាតនេះទោះបីលោកសកុតទៅឥឡូវយើងថាមិនទាន់បាន100ឆ្នាំប៉ះទៅមុខទៀតចង់500ឆ្នាំទៅមុខទៀតក៏ស្អីនៅញោមស្អីនៅកូដនឹងនាមរបស់លោករូបាំងជីរតិមច្ចានាំងនាមមកូតាំងនៃជីរតិព្រះអង្គសម្ដែងថារូបនឹងអាចផុតរលត់ទៅប៉ុន្តែអាកូដនឹងនាមនេះគឺដកជាប់ក្នុងបេះដូងគេចនិចការដែលយើងនៅរស់យើងសន្សំហេតុណាខ្លះគឺគេចងចាំពេញមួយជីវិតឲ្យតែមានតម្លៃសម្រាប់គេញោមឃើញចឹងដូចឧទាហរណ៍សម្ដេចជួនណាតចឹងចង់លោកសោយសកុតទៅអស់500ឆ្នាំទៅមុខទៀតក៏នៅតែជាប់ក្នុងបេះដូងកូនចៅខ្មែរដែរឲ្យតែប៉ើងអក្សរខ្មែរមើលនឹកឃើញសម្ដេចប៉ើងវចនានុក្រមមើលនឹកឃើញសម្ដេចមានអក្សរមានភាសាតសេអានចេះនិយាយគ្រប់គ្នាដោយសារសម្ដេចចឹងឲ្យតែនិយាយភាសាខ្មែរតសេភាសាខ្មែរមើលភាសាខ្មែរនឹកឃើញសម្ដេចហ្នឹងអាហ្នឹងចឹងមើលបីដកនឹកឃើញសម្ដេចបើកុំមានក្រុមជំនុំបត្រៃបីដកមានសម្ដេចព្រះសង្ឃរាជជួនណាតជាប្រធានក្នុងការដឹកនាំប្រែសំស្ក្រឹតភាសាមកមគ្គធភាសាមកពីមគ្គធភាសាមកខេមរៈភាសាក៏យើងអត់ដឹងអានបីដកអាម៉េចហ្នឹងអត់ដឹងអានភាសាបីដកនឹងមើលយល់អាម៉េចបើសិតតែសំស្ក្រឹតភាសាទាំងអស់ហ្នឹងសិតតែភាសាសំស្ក្រឹតហ្នឹងប៉ុន្តែលោកប្រែពីសំស្ក្រឹតភាសាមកមគ្គធភាសាប្រែពីមគ្គធភាសាមកខេមរៈភាសាឲ្យយើងងាយយល់ងាយក្នុងការសិក្សារៀនសូត្រចឹងឲ្យតែពេលណាមើលសភៅធម៌មើលអក្សរខ្មែររៀនភាសាខ្មែរគឺនឹកឃើញសម្ដេចចង់សម្ដេចសកុតទៅ1000ឆ្នាំទៀតក៏នៅនឹកលោកដោយប្របាទជ័យប្រមាណទី7លោកសកុតទៅសោយទីវង្គតទៅជាង1000ឆ្នាំប៉ុន្តែគូតនាមរបស់លោកគឺឈ្មោះរបស់លោកនឹងដកជាប់ក្នុងបេះដូងយើងជាកូនចៅខ្មែរចនិចចងចាំពីវីរៈភាពនៃការលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងការដឹកនាំប្រទេសរបស់កម្ពុជាយើងឲ្យទៅជាមហាប្រទេសឲ្យទៅជាអរិយប្រទេសដ៏អស្ចារ្យដែលប្រទេសណាក៏គោរពអោនលំទោនយើងគ្រប់គ្នាយកសួយសារក៏មកវ័នទាស្ដេចយើងគ្រប់គ្នាគោរពរាជយើងផ្ដល់តម្លៃរាជយើងគ្រប់គ្នាចឹងទោះបីលោកសកុត1000ឆ្នាំជាងក៏តម្លៃនៃសេចក្តីល្អនោះវានៅដែរចឹងបង្វែរមកយើងគ្រប់គ្នាវិញយើងចង់ទៅជាមនុស្សដែលមានតម្លៃដែលអ្នកដតីគេគោរពគេវ័នទាយើងគប្បីចម្រើនទៅនៅគុណធម៌និងសេចក្តីល្អដូចគ្នាអញ្ចឹងបានព្រះអង្គសម្ដែងថាបុគ្គលដែលមិនមានសេចក្តីប្រមាទទោះស្លាប់អស់100ឆ្នាំក៏ដូចជារស់ដែរហើយអាអ្នកដែលរស់មានសេចក្តីប្រមាទទោះបីរស់បាន200ឆ្នាំក៏ដូចងាប់ដែរ
អូទាហរណ៍ថាបុគ្គលមិញអាម៉ាឧទាហរណ៍ថាអ្នកស្លាប់ហើយដូចរស់ដោយសម្ដេចជួនណាឬក៏ប្រវត្តិជ័យម៉ាន់ទី7ខ្ញុំឃើញទៅបីលោកផុតរូបកាយប៉ុន្តែអាចឈ្មោះលោកហ្នឹងនៅតែជាប់ក្នុងចិត្តគេចំណិចដូចអត់សកត់អញ្ចឹងប៉ុន្តែអាអ្នករស់ប៉ុន្តែដូចងាប់ប្រាលោកថារស់មែនរស់ដូចអាត្មាអញ្ចឹងដកដង្ហើមចេញចូលហូបបាយហូបទឹកងូតបាក់ងូតទឹកងូតអីស្លៀកពាក់ខោអាវអិរិយាបថដើរអន្ត្រីនឹងប្រព្រឹត្តទៅធម្មតាតាមរយៈសោតទ្វាខៀនទ្វាជីវហារៈស័កហ្នឹងគឺប៉ះពាល់ត្រូវដឹងវិញ្ញាណនៅដឹងទាំងអស់នឹងនិយាយឲ្យងាយស្ដាប់នៅជីវិតដើរបានអង្គុយបានហូបបាននិយាយបានអីប៉ុណ្ណាអាដំណើរនៃរស់នឹងរស់អាម៉េចបានព្រះលោកថារស់ប៉ះដូចងាប់ហ្នឹងចង់និយាយថាវារស់ដែរប៉ុន្តែរស់តាកាយប៉ុន្តែគុណធម៌ស្លាប់បាត់ហើយមនុស្សហ្នឹងសតិស្លាប់បាត់អត់ដឹងម៉ែដឹងឪអត់តនេធាក់ម្ដាយទម្លាក់ពីលើផ្ទះអញ្ចឹងទៅហ្នឹងហើយបោកចានបោកឆ្នាំងបលឹមឡើងអត់បើកភ្នែកឡើងប្រពន្ធកូនអត់តាន់បានទៅរៀនអត់តាន់បានស៊ីអីទេប្រពន្ធនេះអត់តាន់បានបាយមកវែចូលមាត់ទៅលាបក្រែមឲ្យប្រពន្ធនឹងព្រឹកអញ្ចឹងហ្នឹងហើយត្រូវដៃលាបដៃឲ្យទៅត្រូវជើងលាបជើងឲ្យទៅហ្នឹងហើយហោអ្នកដតីនេះចំណែនប្រចាំឈ្នាននេះវាដំតបធាក់កាប់ចាក់ជាប់គុកជាប់ខ្នោះជាប់ចង្វាក់អាហ្នឹងព្រះលោកថាមានជីវិតរស់នៅប៉ុន្តែដូចងាប់ចឹងមានន័យថាសតិហើយគុណធម៌វាស្លាប់ទៅហើយព្រោះសេចក្តីស្លាប់ញោមចំណាំព្រះលោកសំដែងថាស្លាប់មានស្លាប់កាយស្លាប់សតិណាស្លាប់វិញ្ញាណអាស្លាប់កាយនេះមានន័យថាកាយហ្នឹងដេកនៅលើគ្រែធ្វើអីអត់កើតទាំងអស់បសតិនៅវិញ្ញាណនៅដឹងគេបញ្ចុកបាយនៅដឹងគេបញ្ចុកបាយគេនិយាយអីមកតិចនៅស្ដាប់ឮគេយកតែក្តៅដាក់ប៉ះគាត់គាត់ដឹងក្តៅដឹងតិចវិញ្ញាណនៅសតិនៅប៉ុន្តែអាកាយកម្រើកលែងបានអាហ្នឹងគេហៅតែស្លាប់ដែរព្រះលោកថាស្លាប់ដែរណាញោមណាអាដេកនៅលើក្រែធ្វើអីអត់កើតអាហ្នឹងគេហៅស្លាប់កាយក៏កម្រើកមិនបានដើរមិនកើតបាយគេបញ្ចុកស្ដាប់តន់លោកនិយាយញោមអាមួយទៀតកាយនៅដើរកើតប៉ះស្លាប់សតិញោមធ្លាប់ឃើញអាមនុស្សស្លាប់សតិហ៎អត់ឃើញអាម៉េចអាដើរផ្លូវមួយម្នាក់ឯងអីហើយខោគេស្លៀកឲ្យអត់នៅស្រាតចោលហ្នឹងដើរកដាលវាលស្រាតខោស្រាតអាវមកផ្លូវដើរម្នាក់ឯងណាអាហ្នឹងគេហៅថាស្លាប់សតិហ្នឹងណាស្លាប់សតិអាមួយទៀតស្លាប់វិញ្ញាណសតិនៅដឹងអញ្ចឹងនៅដឹងភ្នែកនៅបើកមើលឃើញកាយនៅដឹងសតិនៅដឹងប៉ុន្តែវិញ្ញាណគេប៉ះផ្ទប់មកគឺលែងដឹងតាមរយៈអាយតនៈខាងក្នុងខាងក្រៅទាំង6នោះគឺលែងដឹងហ្នឹងវិញ្ញាណគឺសេចក្តីដឹងគឺលែងដឹងអាមួយទៀតគឺផុតទាំងវិញ្ញាណផុតទាំងកាយផុតទាំងសតិផុតទាំងអសាសៈបសាសៈអាហ្នឹងទៅដូចជាលោកឪពុករបស់យើងថ្ងៃហ្នឹងអាហ្នឹងស្លាប់ទាំងអស់ហើយប៉ុន្តែអាសេចក្តីស្លាប់ហ្នឹងមិនមែនតស្លាប់ទាំងអស់អញ្ចឹងបានគេហៅស្លាប់ទេហ្នឹងតែស្លាប់កាយក៏គេហៅតែស្លាប់កាយស្លាប់សតិស្លាប់វិញ្ញាណហ្នឹងហើយនឹងទៅទាំងខណ្ឌទាំង5ហ្នឹងតែម្ដងនឹងទាំងអសាសៈបសាសៈនឹងទាំងខណ្ឌ5ហ្នឹងគឺវាទៅជាមួយគ្នាដូចជាលោកឪពុករបស់យើងថ្ងៃនេះអញ្ចឹងយើងសរុបមកគោលធម៌ក្នុងបុណ្យយើងវិញយើងអត់អាចផ្ញើអ្វីដតីក្រៅអំពីសេចក្តីល្អនឹងបានទេប្រឹងស្រឡាញ់ឪពុកនឹកលោកឪពុកនាំគ្នាខំប្រឹងធ្វើបុណ្យជូនឪពុកទាំងអស់គ្នាចម្រើនសេចក្តីល្អហើយសេចក្តីល្អហ្នឹងមិនមែនចាំដល់ធ្វើបុណ្យធំដុំចំណាយអស់រាប់ពាន់រាប់ម៉ឺនអញ្ចឹងទេតនេនឹកលោកឪពុកយើងនាំគ្នាណយកតបាយមកស្រាក់ចេកមកស្និតយកទៅវត្តទៅប្រគេនលោកទៅចម្រើនបន់បានដូចគ្នាប្រាប់តនទេកូនចៅមិនធ្វើបន់ធំអស់រាប់ពាន់រាប់ម៉ឺនរវល់អញ្ចឹងទៅក៏បានដែរតនេនឹកឃើញលោកឪពុកពេលណាកាន់តបាយមកស្រាក់យកទៅវត្តនឹងជូនយាយតាចាស់ប្រគេនប្រសងបានបន់បានកសលដល់លោកឪពុកយើងដូចគ្នាមិនរវល់ច្រើនផងព្រោះសង្កតាតក្កណានុបទាននឹងងាយធ្វើណាស់ឲ្យតែប្រកបព្រមដោយអង្គទី1គឺតម្កល់សេចក្តីល្អនៅជាមួយអ្នកមានសិលមានប្រសងជាប្រធានបន្ទាប់មកយើងចម្រើនសេចក្តីល្អនឹងដោយខ្លួនយើងសក្កិចាំងទានណាំងតេតិសហត្ថខាងទានណាំងតេតិប្រគេនទានគោរពទានទៅផ្ទាល់ខ្លួនយើងហើយបានចម្រើនសេចក្តីល្អនឹងទៅបានយើងផ្សាយសេចក្តីល្អនឹងទៅទេវាកនថ្វានិវេទយងទេវតានាំសេចក្តីល្អនឹងទៅបានចុងក្រោយមេត្តាបិតុបត្តាម្ដាយឪពុករបស់យើងទទួលត្រេកអរនៅចំណែកនៃសេចក្តីល្អរបស់យើងណាអាហ្នឹងបានណាអាកន្លែងស្គាល់មិនស្គាល់អាត្មានឹកឃើញធម៌មួយទៀតយាយនេះធ្វើបន់ប្រាថ្នាតាឯនេះក៏ប្រាថ្នាថាសុំព្រះអង្គឲ្យខ្ញុំសុំធ្វើបន់កើតជាតិណាជួបយាយនឹងទៀតល្អណាពុនកណានឹងរកគ្មានទេកាលកណានៅក្មេងមានប្រពន្ធ2 3ក៏គាត់នៅលើកលែងដែរនឹងហើយចឹងសុំកើតជួបយាយនឹងទៀតសុំជួបយាយនឹងទៀតហ្នឹងហើយយាយនេះដូចគ្នាបើតានឹងល្អមិនមានប្រពន្ធ2 3មិនផ្ដាល់ទុកលំបាកផ្លូវចិត្តអីដល់គាត់កើតគាត់ថាប្រាថ្នាធ្វើបន់ដឹកគុណឲ្យសុំជួបតានឹងទៀតតាកណាល្អណានឹងធ្វើបន់ប្រាថ្នាបងជួបអូនជួបបងកើតជាតិណាយើងជួបគ្នាទៀតយើងឡាញ់គ្នាទៀតយើងទៅជាប្តីពុនគ្នាទៀតអាត្មាចេះចង់តែសើចទៅប្រាថ្នា
ចំណាំគ្នាប្តីប្រពន្ធជួបគ្នាទៀតទៅចំណាំមកម៉េចបើព្រះលោកឲ្យចំណាំតាមនិស័យអានឹងមានកន្លែងចំណាំតែបើឲ្យចំណាំមុខចំណាំមាត់ហើយប្រាថ្នាសូមឲ្យប្រពន្ធខ្ញុំនៅដដែលទាំងអស់ជាតិក្រោយឲ្យបានជួបប្រពន្ធខ្ញុំឲ្យប្រពន្ធខ្ញុំល្អដូចទៅចឹងហើយមិនទៅចំណាំប្រពន្ធឯងមុខឲ្យនៅដដែលមិនកើតបើទៅចំណាំគ្នានឹងមុខនឹងមាត់នឹងរូបរាងមិនដេចកើតឥឡូវអាត្មាឧទាហរណ៍ថាយើងកាលពីមុនអាពតយើងជាប្តីប្រពន្ធហើយដល់ពេលអាពតចូលមកគេឲ្យប្រពន្ធយើងទៅនៅខេត្តពោធិ៍សាត់ហើយយើងទៅនៅខេត្តព្រៃវែងអត់ដែលជួបគ្នាសោះ3ឆ្នាំ8ខែ20ថ្ងៃដាច់បាយដាច់ទឹកមនុស្សរសាច់ស្អាតមិនមានទេតែសក់អត់ដែលស្គាល់សិតផងអញ្ចឹងដល់ពេលបែកពីអាពតមកស្រាប់តែពេលជួបគ្នាវិញជួបគ្នាអត់ដឹងតែពុនឯងទេអ្នកសយមែននឹងពុនខ្ញុំខ្ញុំអឿនណាខ្ញុំសយអ្នកអឿនមែនហ្នឹងអឿនហ្នឹងហើយអឿនបងខ្ញុំហ្នឹងហើយអឿនបងសយមែនហើយចាប់បើវាបដូរទាំងអងបើអាពីមុនមុខប្រពន្ធនៅថ្វល់ពេញហើយឥឡូវស្រាប់ប្រពន្ធផតចង់កន្លះចង្អាមហ្នងហើយពីមុនសក់ក្បាលប្រពន្ធនិយាយពីស្លូតនិយាយពីសិតសក់ត្រង់ស្អាតភ្លឹងហើយឥឡូវស្រាប់តែរួញអស់សក់សល់ខ្លីគេកាត់អានៅសល់ខ្លីអស់ហើយអាក្តោងចំោះឲ្យវាស្គមវាខ្មៅវាខុសប្រក់ក្តីទៅវាភ្នែកវារូងទៅធ្វើការវាហត់វាហូបឆ្អែតអាប្តីក៏វារូបអាក្រក់ផ្លាស់ប្ដូរខុសពីមុនទាំងអស់ដល់អញ្ចឹងបែកគ្នាតែ7-4ឆ្នាំសោះដល់ថ្នាក់ជួបប្អូនសួរប្អូនថាប្អូនមែនជួបបងសួរបងថាបងមែនហ្នឹងហើយញោមឯងគិតមើលគ្រាន់តែបែកគ្នា3ឆ្នាំ8ខែ20ថ្ងៃសោះជួបគ្នាសួរថាបងមែនថាប្អូនមែនហើយចុះមកដៃចោលគេដុតឆេះខ្ទេចទៅជាតិក្រោយហើយញោមឯងសុំឲ្យអូនមុខដដែលនេះទៅមុខអដែលហ្មិចបើទៅជួបគ្នាចំណាំនេះមិនបានផងក៏បែក3ឆ្នាំនេះហ្នឹងហើយទៅចំណាំគ្នាជាតិក្រោយមិនតែយើងអាចចំណាំគ្នាដោយនិស័យបុណ្យនិងនិស័យកុសលជាអកុសលចំណាំគ្នាតាមរបៀបម៉េចឧទាហរណ៍ថាយាយកឃើញតាខបើនិស័យជាមួយគ្នាដែលយើងធ្លាប់ជាប្តីជាប្រពន្ធនឹងមាននិស័យល្អដែលយើងសន្សំហើយយើងប្រាថ្នារួមគ្នាចិត្តដូចគ្នាបរិសុទ្ធដូចគ្នាមកកើតជួបគ្នាណាគ្រាន់តែឃើញគ្នាគឺចូលចិត្តគ្នាមកចូលចិត្តមានអារម្មណ៍មួយថាដូចធ្លាប់ស្គាល់មនុស្សហ្នឹងពីណាមកអញ្ចឹងមានអារម្មណ៍កក់ក្ដៅដូចប្តីដូចប្រពន្ធអញ្ចឹងអាហ្នឹងគឺសម្គាល់របៀបនិស័យផ្លូវចិត្តអញ្ចឹងញោមយល់លោកនិយាយតែបើថាសម្គាល់ថាកើតជាតិណាបងជួបអូនកំដោមុខឲ្យមុខយើងនៅដដែលមុខប្រពន្ធនៅដដែលអូនល្អដដែលទាំងអស់អាត្មាថាទៅឆោតអីឆោតម៉េះបើបែកគ្នាតែ3ឆ្នាំមើលគ្នាមិនស្គាល់ផងឯងមកគេដុតឆេះតិចទៅមើលគ្នាហ្មងអញ្ចឹងគេមើលតាមផ្លូវចិត្តអញ្ចឹងឲ្យឃើញគ្នាស្រឡាញ់គ្នាចូលចិត្តគ្នាអានឹងជាមនុស្សដែលធ្លាប់មាននិស័យរួមគ្នាហើយនិស័យហ្នឹងមិនមែនតនិស័យល្អឃើញគ្នាចូលចិត្តគ្នាអញ្ចឹងអាឃើញគ្នាចង់ញញថ្មិញដាក់គ្នាអាហ្នឹងក៏និស័យដែរនិស័យពីជាតិមុនមកឆ្លោះគ្នាព្រឹកល្ងាចដល់អញ្ចឹងមកឥឡូវនេះឃើញគ្នាញញមិនដាក់គ្នាមកហើយអត់ដែរស្គាល់គេសោះប៉ិនឃើញមនុស្សហ្នឹងគឺស្អប់អត់ចូលចិត្តមកអារម្មណ៍ស្អប់ចេញពីក្នុងមកញោមធ្លាប់មានអារម្មណ៍ហ្នឹងអ្នកខ្លះអត់ដែរស្គាល់គេរឿងគេសោះគ្រាន់ឡើងដល់លើឡានក៏ឃើញមុខយាយនោះអត់ចង់អង្គុយក្បែរហ្មងនេះវាទៅជាអញ្ចឹងអាហ្នឹងគេហៅថានិស័យដែរប៉ានិស័យកម្មអាក្រក់ជាមួយគ្នាអកុសលជាមួយគ្នាហើយអាមួយទៀតឃើញគ្នាចូលចិត្តគ្នានិស័យជាកុសលជាមួយគ្នាគេសម្គាល់តាមរបៀបអញ្ចឹងតែបើញោមឯងថាឲ្យចំណាំមុខជាតិក្រោយយើងធ្វើប្តីពុននេះទៀតហ្នឹងហើយយើងឃើញនេះយើងធ្វើប្តីពុននេះទៀតអាហ្នឹងមកថាទៅមើលអាម៉េចហ្នឹងហើយណោអញ្ចឹងយើងខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តជាឧបនិស្ស័យសម្រាប់ខ្លួនយើងផងសម្រាប់មេដានិងបៃតាជាពិសេសគឺលោកឪពុករបស់យើងជីតារបស់យើងស្វាមីរបស់យើងផងណាញោមអញ្ចឹងយើងបែងចែកមកថាអាបុណ្យធ្វើមិនដែលឲ្យទុកទេតែយើងធ្វើបាបទេបើវាត្រូវទទួលទុកអញ្ចឹងយើងខំប្រឹងចម្រើនគុណធម៌និងសេចក្តីល្អទាំងអស់គ្នាណាញោមសូមអនុមោទនាបានណាកុំវែងពេកចប់បានបុណ្យបានកុសលផលទាំងអស់នឹងឧទ្ទិសជូនចំពោះលោកឪពុកនាមហុយឈៀងជីតាហុយឈៀងឧត្តមស្វាមីនាមហុយឈៀងដែលលោកបានចាត់តិបដិសន្ធិឃ្លាតប្រត់អំពីយើងជាភរិយាជាកូនចៅទៅអស់រយៈកាល6ថ្ងៃ7ថ្ងៃនឹងព្រឹកស្អែកនេះសូមបុណ្យកុសលទាំងអស់នេះចម្រើនជាបញ្ញនិធិសម្រាប់លោកឪពុកសម្រាប់ជីតាសូមឲ្យលោកបានបដិស្ថានក្នុងទីដែលសមគួរផងមុននឹងលាគ្នាថ្មផ្ដាំមួយម៉ាត់ទៀតមកភ្លេចមិញយើងនឹកឪពុកយើងកុំចាំដល់7ថ្ងៃបើយើងធ្វើបុណ្យកុំចាំដល់100ថ្ងៃបើយើងធ្វើបុណ្យថ្ងៃណាក៏យើងធ្វើបុណ្យធ្វើសេចក្តីល្អឲ្យគាត់បានដែរស្រាប់តនេះញោមធ្វើបុណ្យមិនមែនចាំដល់ថ្ងៃទី7ទេមិនមែនចាំដល់ថ្ងៃទី100នឹកម៉ែពេលណាទៅវត្តពេលហ្នឹងនឹកឪពេលណាទៅចម្រើនសេចក្តីល្អពេលហ្នឹងស្រាប់តលោកនិយាយញោមមិនចាំបាច់ទេជួបជុំកូនចៅពេលណាអារម្មណ៍ល្អចង់ធ្វើបុណ្យពេលណាធ្វើពេលហ្នឹងញោមចំណាំកូនចំណាំថាឲ្យតែអារម្មណ៍យើងចង់ធ្វើបុណ្យកើតសេចក្តីជ្រះថ្លាពេលណាទៅធ្វើពេលហ្នឹងចោះអត់តោះទេបុណ្យហ្នឹងអត់រើសថ្ងៃរើសខែរើសពេលទេ
គម្រប់ខួបហ្នឹងគ្រាន់តែជាពេលដែលយើងនឹករលឹកនៃការឃ្លាតព្រាត់មនុស្សជាទីស្រឡាញ់របស់យើងទៅរយៈពេលប្រមាណទេតែប៉ុណ្្នឹងឯងដូចខួបកំណើតអញ្ចឹងគ្រាន់តែរលឹកថាឥឡូវកូនខ្ញុំបានមួយឆ្នាំមកយល់លោកនិយាយប៉ុន្តែអាប៉ុនដែលត្រូវចម្រើនឲ្យម៉ែអត់មានចាំបាច់យើងធ្វើចំថ្ងៃហ្នឹងទេយើងនឹកគាត់ពេលណាយើងចង់ធ្វើពេលណាអារម្មណ៍ល្អពេលណាទៅពេលហ្នឹងចុះហ្នឹងហើយមិនបាច់រើសថ្ងៃរើសខែទេហ្នឹងយើងគិតពិចារណាតិចទៅថាអាចចង្រៃអាចសុកអាចទុកអាចចម្រើនអាចវិនិច្ឆ័យវាអត់មាននៅនឹងលេខនៅថ្ងៃនៅខែនៅពេលគឺនៅលើខ្លួនយើងទាំងអស់អ្នកកំណត់សុកទុកចម្រើនវិនិច្ឆ័យមានក្រល្អអាក្រក់វានៅលើខ្លួនយើងទាំងអស់ហ្នឹងឲ្យតែយើងរៀនពិចារណាតិចទៅហ្នឹងបានបនបានសល់តាមបនិស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនាបនបាទមនុស្សម្នាក់ចេះតែយកអាសេចក្តីក្តៅកាហាយផ្លូវចិត្តនឹងមកដាក់ក្នុងខ្លួនជួនកាលណាអារឿងវាមិនត្រូវក្តៅកាហាយសោះក៏ចេះនាំគ្នាមកក្តៅកាហាយកើតដែរហើយចេះទៅសុំសុកពីលោកទៅសុំសុកពីព្រះនឹងឲ្យទៅវត្តគឺម្នាក់បួងសួងប្រាថ្នាចង់បានតែសុកស្ដាប់ធម៌ក៏ចង់បានសុកមកស្ដាប់លោកសូត្រមន្តក៏ចង់បានសុកតែថ្វាយអង្គមព្រះក៏ចង់បានសុកបំរើម្ដាយក៏ចង់បានសុកមន់មួយទៅខ្ទមអ្នកតាក៏សុំសុកទៅកន្លែងណាក៏សុំសុកដែរអាសុកនឹងជាប់មាត់រហូតប៉ុន្តែអាចិត្តក្នុងទ្រូងនេះអត់ដែរចង់រកសុកផងអាចិត្តក្នុងទ្រូងនេះអាចិត្តក្នុងបេះដូងនេះចេះនាំគ្នាសំតែរឿងក្តៅកាហាយហើយអាមាត់ចេះដើរនាំគ្នាសុំសុកតែធ្វើអាម៉េចសុកយាយបើតនេបាយថ្ងៃត្រង់អត់នាំគ្នាដេកអង្គុយជុំនេះនិយាយដើមគេអីហើយដល់និយាយវាប៉ះរឿងនោះវាក្តៅកាហាយចិត្តនឹងខឹងតើងទៅចឹងមានន័យថាអាខឹងគេបូម៉ាតែគេក្តៅតែ 1% ទេអាសល់ប្រហែលឯងទាំងអស់ហើយបើគេអត់ចូលរួមក្តៅជាមួយឧទាហរណ៍តែដូចញោមយកភេសជ្ជៈមួយចានយកមកប្រគេនមកប្រគេនដល់គុណcủaព្រះអង្គភេសជ្ជៈមួយចានហ្នឹងពុកគិរីស្វេតគេហ្នឹងហើយណាសម្ដេចហ៊ុនសែនអូចេញមកទៅបងហ្នឹងចាក់ដាក់កែវមុខគេទៀតហ្នឹងអាពុកគិរីស្វេតគេហ្នឹងណាអាទឹកលេមដូចប៊ីជេហ្នឹងឥឡូវឧទាហរណ៍តែញោមប្រគេនអាពុកគិរីស្វេតគេហ្នឹងអាស្វេតហ្នឹងហើយប្រគេនអាត្មាពេញចិត្តទទួលហើយដល់ចប់ធម៌ទេសនាអាត្មាលើកដាក់ថងយាមអាម៉ាយកទៅវត្តទាំងអស់តើអាពុកគិរីស្វេតហ្នឹងជារបស់អ្នកណាពេលដែលអាម៉ាដាក់ថងយាមយកទៅកត់អាហ្នឹងរបស់ណាគេរបស់អាត្មាហើយមែនទេប៉ុន្តែបើញោមប្រគេនអាត្មាគ្រាន់តែទទួលហើយប៉ុន្តែដល់អាម៉ាទៅវត្តមកទុកចោលអាឆានក៏មិនឆានអាយកក៏មិនយកទុកនៅតែនឹងទាំងអស់អាហ្នឹងរបស់ណាគេរបស់អ្នកប្រគេនហ្នឹងវិញហ្នឹងហើយចោលឧទាហរណ៍តែឯងជេរគេមកព្រឹកទល់ល្ងាចប៉ុន្តែបើអាអ្នកឯងត្រូវជេរនោះវាដើរទៅស៊ីបាយវាទៅធ្វើមិនដឹងរឿងអីសោះណាអាជេរមកព្រឹកទល់ល្ងាចអាហ្នឹងវាទៅណាវិញយាយអាខឹងគេតាំងពីព្រឹកដល់ល្ងាចណាអាហ្នឹងឯងបៀមយកទាំងអស់អាស្មាឧទាហរណ៍ងាយយល់ដូចយើងគេភេជ្ជៈអញ្ចឹងម៉េចមកអត់ស្រួលទេឯងញោមឯងចេះនាំគាត់អង្គុយឲ្យគាត់ម្រានទៅគាត់ទីអង្គុយសម្រានស្ដាប់ក៏អត់អីអង្គុយស្ដាប់ក៏អត់អីសដោកជើងស្ដាប់ក៏អត់អីអង្គុយលើកៅអីស្ដាប់ក៏អត់អីឲ្យតែមានអាការៈដោយបៃតាព្រះអញ្ចឹងពេលព្រះមកប្រោសពុទ្ធបៃតាពេលគាត់ឈឺពេលព្រះអង្គប្រឈនណាមានងើបគង់ប្រថាប់ស្ដាប់ធម៌កើតណាផ្ទុំលើក្រែហ្នឹងហើយព្រះចេះសម្ដែងនៅលើបស័យស័កនឹងបៃតាហ្នឹងទៅក្បែរតិចហ្នឹងសោតៈហ្នឹងចេះផ្ទៀងនិយាយធម៌ឲ្យស្ដាប់អញ្ចឹងទៅហើយលោកផ្ទុំនៅលើក្រែអញ្ចឹងទៅអត់អីទេបើខ្មែរយើងចេះមានជំនឿជឿថាអាណាដេកស្ដាប់ធម៌អាហ្នឹងកើតទៅពោះថ្លាន់អីហ្នឹងនៅអញ្ចឹងនិយាយខ្លះពេលខ្លះចាស់គាត់ចេះនៅខ្លាចមិនហ៊ានសម្រានស្ដាប់ហ្នឹងអត់អីទេយាយបើយើងប្រមាទណាអាហ្នឹងវាអាចពួកប៉ុនឯបាបវានៅនឹងសេចក្តីប្រមាទឧទាហរណ៍ទៅអត់ឈឺអីសោះប៉ុន្តែនឹកឃើញថាអញចង់ស្ដោកជើងធាក់លោកនឹងក៏បានដែរក្មេងជាងចៅអញផងនឹងអញចង់អង្គុយកងតាក់ខ្លាក៏បានដែរអញមិនខ្វល់លោកនឹងក្មេងជាងអញដូចចៅទួនអញឲ្យអញអង្គុយបត់ជើងស្អីឧទាហរណ៍អញ្ចឹងណាអាហ្នឹងបើមានសេចក្តីប្រមាទអញ្ចឹងអាហ្នឹងត្រូវទោសប៉ុន្តែបើមានជំងឺហើយយើងសម្រានស្ដាប់ស្ដោកជើងស្ដាប់អាហ្នឹងអត់អីទេកុំតែមានសេចក្តីប្រមាទអាហ្នឹងអញ្ចឹងបានណាតោះមិញថាចប់ហើយអញ្ចឹងដើម្បីចង់ឲ្យបានសេចក្តីសុខវាតើយើងម្នាក់ហ្នឹងរក្សាចិត្តខំក្រងចិត្តយើងឲ្យបានល្អវាមិនមែននៅក្នុងការដើរសុំនឹងទេហើយយើងដើរសុំគ្រប់តែកន្លែងសុំតាំងពីម៉ែពីឪសុំតាំងពីខ្ទមអ្នកតាសុំតាំងពីព្រះនៅវត្តសុំតាំងពីដេគុណអ្នកសូត្រមន្តសុំតាំងពីលោកទេសនាសុំតាំងពីអ្នកសច្ចាំងលោកតាចុះពីភ្នំណាមកនោះទៅសុំ
ao từ lư giấy ao từ lư lộc ta na chọc bị bậy phnom chị bị ấy nó rốt tàu bao cho đây nhây chăng nà lư ta nẹt sải trang này ai chọc bị phnom phong nó đây con nào cả na chui chỉ cái na chui tịnh mau dây môi đây con cả na hử thùng chọc thùng chui tịnh mau ấy chui chỉ cái thương thùng chui cả bé chui bồ viên chui tháo mà tổ bé đây tổ đây con chui đây con này chui sau đó đặt các mà phai mau cả na vừa bao chia chừng ngư đây con và cái na nẹt miền bon đây con sau đó mà phai tới dây ní chui chỉ cái tao ban thao mau mà một tiềnพวกไอ้คนนั่งคลาประเภทไอ้ฉลองเรือนนึกก่อนไปคลาจุ่มเนื้อคลานั่งบ้านเปรี้ยลูกปังเรียนยังแต่เต้าเชื้อประกอบพร้อมด้อยปัญญาหนึ่งจังบาดมาสรบเมาตาแม่เอาเลือกาดาวส้มที่ยายจะดาวส้มบ้าขนมคลวนยืงนี่เป็นซ้อมตาเรื่องกระดาวกะหายแต่ดาวส้มเสกได้ซอกปีนนาแกเอายืงก้าวvà đó làคลวนยืงนั่งหัดปดลดดำออกลมกายเวจาจัดนั่งแบบเปรตเต้าหนกน้องโกซอลคือเสกได้หล่อต่างออกคะแนนนะยัยอะนโมตเน่นโมตเน่ได้ต่างไมโครเตียเตะใครได้อัมพอได้ใส่ได้เดียงไอ้ยานั่งง่ายสมัยนี้เกตเตะทงบะยังเวียนมันเตะไม่เขาปั้นสูอะไรยัยเตะเต้าเนี่ยกราวอัดลื้อปั้นเนี่ยขนมนึงสลับบานบอลยืงไงนั่งบอลไปใจบุญหายไอ้บานสัตว์โลกโจยเจ็ดเปรตเตอร์ในปอยหยกรรมมวยนั่งโดยซาโดยมาเย่ยังคือมันเนี่ยตั้งมนุษย์ตั้งสัตว์คือยังรอเราซอกรัวเตอร์บ้านกายอยู่กะซอกนั่งการลังเตอร์บ้านคือใส่เดือดซาไปใจบุญนั่งไงไปจะบอลนั่งนั่นนะใจวระบรรณบาสนาสนะเกลียนเพศิเจนั่งโลกาซาเตนะบายตักนมจำในไตรไซสัมปนเอาเสียแปะนำสังเกตเจียบารกแตกสัมบัยชิโรเก่าปะนะยังดังตรำแต่ทานโลกายะนั่นคือยังรอน้าใส่เดือดซาไปใจบุญนั่งปั้นยังพลิกกระถากลายไปจอบเรื่องโลกายะนั่งเต้ายังเราเมียนเรื่องปะตอเตี้ยนนองวัดด่านั่งโดยยังเต้าปะตอตโลกกตระขังมกมวยเตี้ยได้เวลนนองพบใบนั่นนะหนึ่งกุศลกรรมอกุศลกรรมวิจมรยืงต่อการมาพบคลาสต่อรูปพบคลาสต่อรูปพบคลาสเวทเวลปะตอพอดไปจีดนั่งเวลต่อมกเด็ดบ่ายจังไปจะบอลนั่งจีดนั่งเหมือนเนี่ยรวมเราเต้าอาศัยไปใจบุญนั่งเต้านอมคนนี้จำร้านคนต่อทอนั่งเสกได้หล่อเอากรุบต่างบุญนั่งโดยคนนี้ดำไปจำร้านนั่งปะตอต่อการลมมวยตีนไอ้กายยืงดำไปบ้านเสกได้ซอกในเปล่ากายนั่งเตอบ้านเกลืออาศัยเดือดซาไปใจบุญปัญหากายดำไปเอาไปสงบเตอบ้านก็มีทอกน้องกาหัดปลดลดดอมกายยังโดยคนนี้เอามาแต่กายยังบัดบังกระเดาแต่เจ้ามูระบองจอลสัตว์โตสัตว์ทอมปะเปียตามเปล่ากายยังก็เอาไปตกกับเวทนี้การล้างตามเปล่ากายยังเติมเมียนสปอตเอาเสียแปะกรอบเหมือนดอมเบยจังเปล่าท้อบานดอลไอ้ได้สำหรับโลกตระขังมกดำไปเอากายยังบุเวจัตบุเวไปการล้างดำไปเอากายนึกว่าดอลโปรมในสกัดซอกดำไปเอากายนึกว่าปราศจากเตอร์นาก็ซ้อเยี่ยงเยี่ยสลับอากายไปจะบ้านดำไปเอาซอกมาต่อเสียแปะกรอบเหมือนดอมจังประโลกขังมกดำไปกับเอากายนึกว่าประละดอยบ้าว่าต่อยืงมันเนี่ยโยซัลมาเสียมากรอบเหมือนดอมด้วยขนาดใจวระบานดอสปอตเอาเสียแปะไปจะบ้านเบยจังดำไปเอากายสะอาดต่อเมียนสปอตเสียเอาแปะจังดอดำไปเอากายนึกว่าปราศจากเตอร์นาก็ซ้อว่าต่อเลยยืงนอมคนนี้โยซัลมาเสียแปะต่างออกคนนี้ยกสิขาบอสยกมากรอบเหมือนดอมคลุนยืงต่างออกคนนี้นั่งโปรเซคาบอสนี่ชีวิตนี่สำหรับหัดปลดลดดำอบรมกายวิจัยจัดเอาแบบเปรตเต้าหนกน้องโกซอลนั่งจำราเต้าหนกน้องโกซอลจำแรกเต้าหนาโกซอลแต่นานาเมียนเซคาบอสนั่นนั่งสะอาดกายกายอยู่กำใบแต่นานาเมียนเซคาบอสนั่นนั่งสะอาดจัดข้าววิจัยนาวิจัยกำบุญมุสาเวียนเปสนะวิจาปรุสวิจาสามเพลปลาปะนั่นนั่งเลงเมียนนะกายอยู่กำน่ะปานาแต่เนียกำเมนั่นนั่งเลงเมียนนะใครจังยืงยอซัลมากรอบนับคลุนยืงได้ก็เอาเสียแต่สปอตไปจะบอลนั้นนะเปะแต่เอาเสียแต่สปอตก็ว่าอดหล่อได้เวลาแต่รูปเรียงกายปันนะแต่โลกข้างมกนู้ว่าอดเมียนไอจะสารณะจังเถ่านอมคนนี้ย้อสึกหาบอสมากรอบนับมาเสียเปะจังบันบ้านไอยังชีวิตตันตรียังเอาแบบประตูบ้านอะไรเดือดสาฮะจังดำใบเอาคลุนยืงนะเมียนปูในอาหารนั่งปะตอแต่หมกเด็ดก็เอาไว้คว้าว่าตอยังเมียนเตียนเนี่ยจะแกะเมื่อมาใจเด็กใครไปจะบ้านเมียนใจวะสำหรับกระโดดดอกเรียงกายยังเอาไว้ล้อไว้ตอยังนาเมียนสัมปดเอาเสียแปะสำหรับประโลกขมกเตาเมียนซัลใส่ขาบอดมากรอบดอกไปจะบ้านรวมเนื้ออาศัยบานตือดอยอาหารจังประโลกขมกเตาเมียนเตียนเนี่ยจะแกะไปจะบ้านเตาเมียนสนาสนะแต่สบายสำหรับโจเก้าจังตือประโลกขมก
ត្រូវមានសមាធិភាវនាសម្រាប់ក្របកាយឲ្យទៅជាកាយវិវេកចិត្តឲ្យទៅជាចិត្តទៅវិវេកទៅបាននឹងកាយស្ងប់ចិត្តស្ងប់កើតបស្សតិបាមកចៈបៃតិទៅកើតបើតើយើងបានប៉ះពាល់ត្រូវបានបដិបត្តិពាល់ត្រូវអញ្ចឹងសេនាសនៈឧបមាបីដូចជាសមាធិភាវនាដល់កិលានអភេសជ្ជៈថ្នាំសង្កោជាបារោគឧបមាបីដូចជាបញ្ញាសមាទិដ្ឋិបញ្ញាជាទីបំផុតនៃធម៌ណាដែលព្រះអង្គសម្ដែងថាសិលសមាធិបញ្ញានឹងគឺជាបទខាងចុងសិលជាលំអបទខាងដើមសមាធិភាវនាជាលំអបទកណ្ដាលហើយបញ្ញានឹងវាជាលំអបទចុងណាទាំងលោកីយបញ្ញាក្តីលោកតរបញ្ញាក្តីអញ្ចឹងអាកិលាននឹងឧបមាបីដូចជាបញ្ញាសមាទិដ្ឋិសេនាសនៈបីដូចសមាធិភាវនាបណ្ឌបាតហាក់បីដូចជាទានអ្នកនឹងចាកៈចៃវរៈហាក់បីដូចជាសិក្ខាបទនឹងកុំឲ្យយើងប្រឹងបំពន់តែអាហារផ្លូវកាយហើយយើងអត់ដែលនឹកនាដល់អាហារផ្លូវចិត្តម្លេះសំជីវិតយើងអត់ចម្រុងចម្រើនទៅកាន់លោកមួយផ្សេងទៀតទេណាអញ្ចឹងយើងខំប្រឹងព្យាយាមចម្រើនទៅនៅគុណធម៌រាល់ថ្ងៃមនុស្សលោកយើងខំប្រឹងធ្វើបុណ្យចម្រើនបជនដើម្បីឲ្យចម្រើនអាយុប៉ុន្តែម្នាក់អត់មានដែរអ្នកណាធ្វើបុណ្យចម្រើនគុណធម៌សោះប្រឹងចង់បានតែអាយុវែងប៉ុន្តែអត់មានប្រឹងព្យាយាមធ្វើសេចក្តីល្អហ្នឹងធ្វើបន់ចម្រើនបច្ចុប្បន្នកូនគេធ្វើបន់ចម្រើនបច្ចុប្បន្នឲ្យហើយគ្រាន់តែចប់ចម្រើនបច្ចុប្បន្នលេងវាយម៉ែហើមមាត់ហ្នឹងអាម៉ែនេះតមាត់តិចខឹងតិចទៅដោយសារអាតានេះធ្វើបន់ចម្រើនបច្ចុប្បន្នហើយស្កាលដែលចម្រើនបច្ចុប្បន្នកូនគេឲ្យបកគលកាយថ្វាយខ្លួនឲ្យចូលជាបាសកបាសចាអាតានេះចូលបានថ្ងៃបន់ដល់ចប់ថ្ងៃបន់លេងតានឹងទៅក្លឹបហើយដល់ទៅក្លឹបទៅយាយនេះតធំបានថាមួយម៉ាត់ពីរទៅអាតានេះលេង3 4ដៃមកយាយនឹងអាទៅចម្រើនបច្ចុប្បន្នហើយហ្នឹងណាចឹងមានន័យថាម្នាក់ប្រឹងចម្រើនតែអាយុចង់បានតែអាយុវែងបើអត់នាំគ្នាចម្រើនគុណធម៌ចម្រើនសេចក្តីល្អក្នុងខ្លួនចឹងបានសភៅមួយមកទៅសេថាសុំឲ្យអាយុតួរលេខនេះអាយុនឹងវាឡើងហើយឲ្យអាគុណធម៌នេះវាឡើងតាមតួរលេខនេះអាយុឧបមាថាអាយុឡើងដល់7គុណធម៌វាឡើងដល់8ចឹងទៅហើយបើអាយុវាឡើងដល់8អាគុណធម៌នេះវាឡើងលើសអាតួរលេខនេះអាយុនឹងរហូតកុំឲ្យក្មេងវាយើងនិយាយឲ្យក្មេងថាក្មេងឥឡូវវាមិនដូចក្មេងពីមុនជំនាន់អញដូចមិនដូចពួកឯងសោះហើយដល់ក្មេងវាថាឲ្យតែមួយម៉ាត់វិញចាស់ឥឡូវក៏អត់ដូចចាស់ពីមុនដែរហើយដល់អញ្ចឹងយើងទៅថាឲ្យគេអាម៉េចបើអាហ្នឹងមកពីអាតួរលេខនេះអាយុហ្នឹងវាឡើងបើអាគុណធម៌យើងវាអត់ព្រមឡើងតាមអាយុហើយដល់អាគុណធម៌នឹងសក្តីល្អនឹងវាអត់ឡើងតាមអាយុវាទៅទូមានក្មេងវាអត់ស្ដាប់ប៉ុន្តែបងប្អូនលោកគ្រូសំផ្ដាំមកសំផ្ដាំថាម្ដាយឪពុកយើងក្តីជីដូនជីតាយើងក្តីគ្រូយើងក្តីទោះបីជាអកប្បកិរិយាចិត្តកំណត់របស់គាត់នៅខាងក្រៅយ៉ាងម៉េចក៏ដោយបងប្អូនត្រូវចាំពាក្យមួយដែលដូនតាយើងផ្ដាំមកតែពុតគ្រូកំត្រាប់ប៉ុន្តែច្បាប់គ្រូឲ្យយកមានន័យថាខាងក្រៅគាត់ផឹកស្រាក៏ដោយប៉ុន្តែនៅក្នុងសាលាគាត់បង្រៀនមេរៀនគាត់មិនដែលយកអាស្រាហ្នឹងមកបង្រៀនយើងអញ្ចឹងត្រូវតែស្ដាប់គាត់ម្ដាយឪពុកដូចគ្នាពេលគាត់ខឹងយើងនឹងគាត់ចេះតែជេរចេះតែថាប៉ុន្តែបេះដូងរបស់គាត់ខាងក្នុងអត់ដែលចេះចង់ឲ្យកូនវិនិច្ឆ័យទេចង់ឲ្យតែកូនចម្រើនចឹងយើងកុំតបតពាក្យសម្ដីកាយវិការអរិយាបថណាមួយមិនសមរម្យដោយកូនចៅប្រុសស្រីថ្ងៃនេះទោះបីជាអ្នកម្ដាយទោះបីជាជីដូនរបស់យើងគាត់មានសភាពជារាត្រុតត្រោមចាស់ក្រំគ្រាលែងផ្ដល់ផលប្រយោជន៍អីអ្វីឲ្យយើងកើតដោយការដែលគាត់នៅមានកម្លាំងលែងខំក្រងថែរក្សាការពារយកចិត្តទុកដាក់លើយើងកើតក៏ពិតមែនប៉ុន្តែយើងនៅមានម្លប់មួយសម្រាប់យើងជ្រកកោនក៏នៅមានព្រះមួយក្នុងផ្ទះសម្រាប់យើងនាំគ្នាសន្សំសេចក្តីល្អចម្រើនសេចក្តីល្អមិនមានន័យថាឲ្យតែដើមឈើនឹងលែងផ្ដល់ផ្លែផ្ដល់ផ្កាយើងនាំគ្នាកាប់ដើមឈើនឹងចោលអត់ទេកូនសម័យនេះណាមនុស្សយើងសម័យនេះអញ្ចឹងឧបមាធ្វើអាជីវិតបច្ចុប្បន្នហ្នឹងដូចថាដើមកៅស៊ូបើកៅស៊ូនឹងវាចោះថោកកាប់ដើមកៅស៊ូចោលដាំម្រេចដល់ដាំម្រេចចោះថោកកាប់ដើមម្រេចនឹងចោលទៅដាំដើមចន្ទទីដាំដើមចន្ទទីនឹងចោះថោកកាប់ដើមចន្ទទីចោលទៅដាំអារឿងអីផ្សេងទៀតអញ្ចឹងមានន័យថាឲ្យតែអាណាផ្ដល់ផលប្រយោជន៍តិចឬមិនផ្ដល់ផលប្រយោជន៍គឺត្រូវជំរះចោលទាំងអស់ហើយដល់អញ្ចឹងយកអាផ្នត់គំនិតនឹងជីវិតនេះយកមកអនុវត្តលើគ្រួសារបច្ចុប្បន្នដែរមិនកើតម្ដាយឪពុកធ្វើការផ្ដល់ផលប្រយោជន៍អីលែងកើតនឹងលែងបំរើម្ដាយលែងបំរើឪពុកលែងយកចិត្តទុកដាក់ម្ដាយឪពុកការម្ដាយឪពុកនៅកាន់ការងារធំនៅផ្ដល់លុយផ្ដល់កាក់និយាយកូនខ្លះណាញោមខ្លះវាមានខ្លះភាគតិចចឹងដែរនឹងអាបាយទឹកយកចិត្តទុកដាក់ម៉ែឪដល់ម៉ែឪចាស់ជរាទៅរត់អត់មានដែលឃើញកូនណាមួយមកស្និទ្ធស្នាលសោះហើយកាលឪនៅធ្វើការកើតនៅមានកម្លាំងនៅរលុយចូលផ្ទះនិយាយពីស្រឡាញ់ឪម្នាក់ដល់ឲ្យចាស់ទៅសម្រាននោមនឹងកទេលអាចនឹងកទេលលែងមានឃើញកូនណាមកជូតមកបោសមកលៀងបាត់អស់បងអាកាលនៅមានផលប្រយោជន៍មកជុំ
ហើយដល់ចិត្តដៃខ្យល់មកម្ដងទៀតហ្នឹងដៃខ្យល់ភ្លាមចាប់ដើមចែកគ្នាទៅដើមគេអាកម្ដងទៀតអាហ្នឹងឯងដែលយើងរស់របៀបឧបមាដូចអាត្មានិយាយលើកឧទាហរណ៍ថាដើមចន្ទទីចោះថោកកាប់ជំរះអាហ្នឹងចោលដើមស្អីចោះថោកគឺកាប់អាហ្នឹងចោលលែងគិតថាពីមុនមកអាហ្នឹងវាផ្ដល់ផលប្រយោជន៍ឲ្យយើងនឹងមនុស្សយើងណាអញ្ចឹងគេមិនឲ្យយើងរស់របៀបអញ្ចឹងទេណាឥឡូវនេះអ្នកម្ដាយរបស់យើងលោកចាស់ជារៀតត្រុតត្រោមទៅដោយពិតប៉ុន្តែយើងនៅមានព្រះយើងចាត់ថានៅមានព្រះមួយដ៏ល្អប្រសើរខ្ពង់ខ្ពស់ថ្លៃថ្លាដែលយើងគោរពថ្វាយអង្គមព្រះនៅខាងក្រៅផ្ទះយើងយ៉ាងណាយើងនាំគ្នាគោរពប្រតិបត្តិម្ដាយយើងជាដូនយើងល្អបរិសុទ្ធដូចគ្នាហើយជាពេលវេលាមួយដែលប្រសើរណាស់បងប្អូនហើយញោមទាំងអស់គ្នានេះជាពេលដែលយើងត្រូវនាំគ្នាយកបុណ្យណាដដើមគ្នាយកបុណ្យហ្នឹងដល់ពេលដែលយើងត្រូវដដើមគ្នាយកបុណ្យហើយត្រូវខំប្រឹងយកចិត្តទុកដាក់ថែរក្សាការពារឃុំក្រងម្ដាយយើងដោយល្អគាត់ចាស់ទៅបីដូរយើងកូនក្មេងទៅមកកើតចឹងដូចគ្នាចឹងមនុស្សចាស់ញោមដល់តិចទៀតចាស់ដូចគាត់បានដឹងអារម្មណ៍ហ្នឹងថាត្រូវការស្អីខ្លះអារម្មណ៍មនុស្សចាស់ហ្នឹងគឺចង់បានភាពកក់ក្ដៅពីកូនចៅយកចិត្តទុកដាក់នឹងនៅថ្នាក់ថ្នមម្ដាយសួរសុខទុក្ខម្ដាយសบายដៃសบายជើងហ្នឹងគឺម៉ែឲ្យសบายចិត្តណាស់អត់ចង់បានអីទេអត់មានចង់បានមាសបានប្រាក់ទេយើងតិចទៀតយើងចាស់ទៅគឺអារម្មណ៍ហ្នឹងដូចគ្នាទាំងអស់អញ្ចឹងយើងផ្ដល់អារម្មណ៍ហ្នឹងឲ្យគាត់ដើម្បីកូនយើងវាឃើញរូបភាពហ្នឹងដល់យើងចាស់ទៅកូនយើងផ្ដល់អារម្មណ៍ហ្នឹងឲ្យយើងដែរស្ដាប់តើញោមទាំងអស់គ្នាញោមដូចតន់តាញោមទាំងអស់គ្នាអញ្ចឹងយើងរៀនសាងអាចចម្រើនសកម្មភាពនិងសេចក្តីល្អនេះចំពោះម្ដាយយើងចំពោះជីដូនយើងទាំងអស់គ្នាហើយដោយកូនចៅប្រុសស្រីថ្ងៃហ្នឹងដូចគ្នាកុំឲ្យវហួសពេលម្ដាយយើងទោះបីជាគាត់លែងផ្ដល់ផលប្រយោជន៍ឲ្យយើងកើតប៉ុន្តែគាត់នៅផ្ដល់បុណ្យឲ្យយើងហ្នឹងរាល់ថ្ងៃគាត់កំពុងផ្ដល់បុណ្យឲ្យយើងកូនណាមានឱកាសតដើមគ្នាយកបុណ្យបានប៉ុណ្ណាគឺនៅលើនិស័យរបស់យើងហើយដូចថ្មនិយាយអញ្ចឹងអាផលដែលបំរើម្ដាយបំរើឪពុកហ្នឹងនៅពេលដែលយើងចាស់ទៅគឺកូនយើងបំរើយើងដូចយើងបំរើគាត់ចឹងហើយតែឯងពាក្យសម្ដីកាយវិការអិរិយាបថមិនគប្បីដាក់ម្ដាយដាក់ជីដូនហ្នឹងដល់ពេលយើងចាស់ទៅអាកូនយើងធ្វើចឹងដូចយើងចឹងនឹងអញ្ចឹងបានព្រះសម្ដែងថាអ្នកណាបំរើម្ដាយបំរើឪពុកចម្រើនធម៌3គឺសច្ចៈខន្តីកតញ្ញូនឹងគឺពិតណាស់នឹងហើយតណ្ណាមិនបំរើមិនដឹងគុណមិនរលឹកគុណវាប្រាសចាអាធម៌3នឹងដូចគ្នាអញ្ចឹងយើងព្យាយាមចម្រើនគុណធម៌និងសេចក្តីល្អក្នុងចិត្តនឹងដូរទាំងអស់គ្នាទៅណាញោមសូមអនុមោទនាមើលទៅដូចស្រាប់ម្បាននេះញ៉ៃញ៉ៃនៅមកមិនវែងអញ្ចឹងយើងព្យាយាមចម្រើនគុណធម៌ក្នុងចិត្តទាំងអស់គ្នាហើយយើងមុននឹងក្រោយយូរនឹងឆាប់នឹងគង់ដល់នឹងចាស់ត្រុតត្រោមក្រំគ្រាដូចគ្នាទាំងអស់កិច្ចមិនផុតរុកមករួចមិនរួចទេចឹងបានព្រះលោកសម្ដែងថាសន្តិហោរីរូបរាងកាយនោះរោគកណិតខាងជាសម្បុកនៃរោគពោតិស្អុយសន្តិហោរីរូបរាងកាយនឹងមានន័យថារូបរាងកាយនឹងវាជាសម្បុកនៃរោគណារោគកណិតខាងនឹងជាសម្បុកនៃរោគពោតិស្អុយនឹងព្រះអង្គសម្ដែងបឋាំងគុណាំងជារបស់ពុកផុយស្អុយរលួយណាមានន័យថារកន្លែងណាដែលប្រជុំចុះដោយគ្រឿងល្អហ្នឹងវាអត់មានហ្នឹងវាមានតែគ្រឿងសៅមងនៃរូបរាងកាយហ្នឹងអញ្ចឹងបើអាកាយហ្នឹងវាសៅមងហើយបើអាចិត្តហ្នឹងវាមិនបរិសុទ្ធទៀតអត់កើតទេកាយយើងហ្នឹងវារកកន្លែងណាដែលញ៉ាំងប្រយោជន៍ឲ្យយើងអត់មានទេនិយាយមើលដែលកាយណាផ្ដល់ផលប្រយោជន៍ឲ្យយើងបើនិយាយពីសម្រានវិញសម្រានតាំងពីនៅក្នុងផ្ទៃម្ដាយ9ខែ10ថ្ងៃប្រសូតចេញពីផ្ទៃម្ដាយហើយម្នាក់ប្រឹងសម្រានយកចិត្តទុកដាក់ឲ្យកាយនេះប្រឹងដេកដើម្បីកាយនឹងដេកនោះដេកប៉ុណ្ណឹងតែមិនឆ្អែតហ្នឹងហើយហូបដើម្បីបំពន់កាយនឹងឲ្យវាល្អវាមិនល្អអីវាមិនដឹងគុណឯងផ្ដល់ផលប្រយោជន៍អីហូបតាំងពីសក់ខ្មៅឥឡូវសក់សអស់ហូបតាំងពីស្បែកអាឡងឥឡូវស្បែកលែងអាឡងបាទតាំងពីសម្ោចវាលើធ្លាក់ឥឡូវក្រងវាលើក៏ធ្លាក់ក៏ជាប់ដែរស្អីវាក៏ជាប់ដែរហ្នឹងហូបតាំងពីថ្មិញពេញមាត់រហូតដល់អស់ថ្មិញអាលេងឃើញមានតែផ្ដល់សេចក្តីសុខតែមានតែផ្ដល់ផលប្រយោជន៍អីឲ្យយើងណាហើយបើកាយនឹងប្រឡាក់ដែលអកុសលទៀតចប់អញ្ចឹងទាំងកាយទាំងវាចាទាំងចិត្តនឹងត្រូវប្រព្រឹត្តនិងចម្រើនទៅដោយសេចក្តីល្អគុណធម៌ក្នុងចិត្តទាំងអស់គ្នាជាអបនិស្ស័យសម្រាប់ខ្លួនយើងចតិបរិសន្ធិទៅកាន់លោកខាងមុខមួយទៀតនេះយើងចម្រើនទៅដោយសេចក្តីល្អគុណធម៌ជាសរណៈសម្រាប់ខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាចឹងវ័យយើងកាន់តែចម្រើនគុណធម៌សូមឲ្យកាន់តែចម្រើនទៅតាមវ័យណាដើម្បីឲ្យខ្លួនយើងដល់ព្រមនៅសេចក្តីសុខតព្យាយាមចម្រើនសេចក្តីល្អសុខខាងយាវៈជារាសីឡាំងណាខំប្រឹងព្យាយាមចម្រើនសេចក្តីល្អរក្សាសិក្ខាបទគឺសុំសិលហ្នឹងខ្មែរយើងច្រើនតែនិយាយថាសុំសិលហ្នឹងតាំងពីក្មេងដល់ចាស់ទៅ
នឹងបណ្ឌិធាតពិតគេមិនដែលប្រើពាក្យតែសុំសិលទេគេប្រើពាក្យថាសមាទានសិក្ខាបទនឹងបើយើងនាំនេះចេះនិយាយតគ្នាតតែសុំសិលដល់ថ្ងៃសិលសួរដល់តែសុំសិលលោកឯណាមានសិលឲ្យយើងញោមហ្នឹងនឹងនិយាយឲ្យត្រូវទៅអត់មានលោកណាមានសិលឲ្យយើងទេបើយើងចេះនាំនេះនិយាយតតែសុំសិលតាមពិតទៅសមាទានសិក្ខាបទសមាទានហ្នឹងប្រែមកថាការកាន់យកសិក្ខាបតៈហ្នឹងប្រែមកថាផ្លូវអញ្ចឹងនិយាយឲ្យងាយស្ដាប់សមាទានសិក្ខាបទគឺមានន័យថាយើងទៅកាន់យកផ្លូវដែលយើងត្រូវវាចាមិនមែននាំនេះទៅសុំសិលដោយរឿងចិនទេហ្នឹងបើខ្មែរយើងច្រើននិយាយជាទូទៅតែសុំសិលអញ្ចឹងវាអត់ត្រូវទេណាទៅសមាទានសិក្ខាបទអញ្ចឹងមានន័យថាដើម្បីឲ្យបាននៅសេចក្តីសុខទាំងលោកនឹងផងលោកខាងមុខផងបើតោះតែយើងសមាទានសិក្ខាបទនឹងតាំងពីក្មេងរហូតដល់ចាស់ជរាទៅអញ្ចឹងបានជាលោកសំដែងតែសុខខាងយាវៈជរាសីឡាំងមានន័យតម្កល់សេចក្តីល្អនឹងតាំងពីក្មេងរហូតដល់ចាស់ជរាទៅឧបមាដូចមាហៀអញ្ចឹងហ្នឹងណាអ្នកម្ដាយហៀងឡាយអញ្ចឹងអ្នកម្ដាយឡាយអញ្ចឹងជីដូនឡាយអញ្ចឹងគាត់ស្រឡាញ់សេចក្តីល្អចម្រើនសេចក្តីល្អតាំងពីក្មេងរហូតទល់គ្នាចំណាស់ហ្នឹងនៅតែនាំកូននាំចៅប្រព្រឹត្តសេចក្តីល្អទៀតនឹងដូចជាធម្មិកអបាសកណាដូចជាបៃតារបស់ព្រះសម្មាសម្ពុទ្ធនឹងដូចជាប្របាទប្រសេនតិកោសលឬក៏ដូចជាអ្នកចម្រើនសេចក្តីល្អនិយាយវិសាខាឬអ្នកផ្សេងទៀតជាពិសេសធម្មិកអបាសកចម្រើនគុណធម៌ក្នុងចិត្តរក្សាសិក្ខាបទនឹងតាំងពីក្មេងរហូតដល់ចាស់ជរាហើយស្ដាប់ធម៌រៀងរាល់ថ្ងៃសិលចឹងហើយកូនប្រុសមួយស្រីមួយនឹងនាំទៅចម្រើនសេចក្តីល្អតាំងពីក្មេងមកគាត់សមាទិដ្ឋិតាំងពីក្មេងនិយាយធម្មិកបាសកហើយគាត់សម្រេចសោតាបានតាំងពីក្មេងដូចលោកយាយវិសាខាអញ្ចឹងគាត់ស្រឡាញ់សេចក្តីល្អណាជាយាមចម្រើនគុណធម៌ក្នុងចិត្តរហូតដល់ចាស់ឈឺដើរទៅវត្តលែងរួចហើយកូនគេមុនលោកមកសូត្រធម៌ឲ្យស្ដាប់ទៀតអាត្មាឃើញរឿងហ្នឹងនឹកឃើញយាយនឹកឃើញរឿងហ្នឹងបាទហ្នឹងលោកយាយកាលពីក្មេងគាត់ស្រឡាញ់សេចក្តីល្អចម្រើនសេចក្តីល្អដល់ចាស់ទៅដើរលែងរួចកូនគេមុនលោកមកសូត្រធម៌មកទេសនាគាត់ស្ដាប់ដល់ផ្ទះទៀតដោយធម្មិកបាសកចឹងដែរធម្មិកបាសកចឹងដែរចឹងមានន័យថាការណាយើងស្រឡាញ់សេចក្តីល្អចម្រើនសេចក្តីល្អតាំងពីក្មេងដល់ចាស់ជរាទៅវាជាហេតុដល់ព្រមនៅសេចក្តីសុខក្នុងលោកទាំងពីរទាំងបច្ចុប្បន្នក៏ដល់ព្រមនៅសេចក្តីសុខទាំងប្រាក់លោកខាងមុខក៏រមែងដល់ព្រមនៅសេចក្តីសុខណាសុខាសទ្ធាបតិតិតាហើយត្រូវនាំគ្នាធ្វើប្រកបព្រមដោយសទ្ធាគឺការជឿទៅលើកម្មនិងផលជាក់ជាប្រកបមិនធ្វើដោយសារតាមគ្នាធ្វើដោយសារនឹងគេប្រាប់ធ្វើដោយសារគេអូសទាញអត់ទេនឹងត្រូវធ្វើដោយបញ្ញាសមាទិដ្ឋិត្រូវធ្វើដោយការជឿកម្មជឿផលពិតប្រកបជឿតែការចម្រើនទៅនៅគុណធម៌គឺសេចក្តីល្អចំពោះមេដាបៃតារមែងដល់ព្រមនៅសេចក្តីសុខនិងសេចក្តីចម្រើនណាចំពោះខ្លួនយើងផងចំពោះមេដាបៃតារបស់យើងផងខំប្រឹងព្យាយាមចម្រើនទៅនៅបញ្ញាសមាទិដ្ឋិទាំងអស់គ្នាហើយវាចម្រើនទៅបានបន្តតែយើងព្យាយាមក្នុងការស្ដាប់ព្យាយាមក្នុងការគិតដែលអាត្មាសាបច្ចៈថាសតតាមរយៈបញ្ញាចិនតាមរយៈបញ្ញានោះយើងនាំគ្នាព្យាយាមរៀនមើលអានទន្ទិញស្វាត់ជាបដិបត្តិពលត្រូវចម្រើនបញ្ញាហើយតែកាលណាចម្រើនបញ្ញាវានាំយើងបានសេចក្តីសុខនឹងគិតអីក៏ត្រូវធ្វើអីក៏ត្រូវគិតអីក៏វាត្រូវធ្វើអីក៏វាចម្រើននឹងធ្វើបន់ក៏វាចម្រើនបន់រស៊ីក៏វាចម្រើននៅក្នុងការរស៊ីអញ្ចឹងវានាំខ្លួនយើងដល់ព្រមនៅសេចក្តីសុខនឹងប៉ាណាំងអករណังសុខខាងហើយអត់ធ្វើសេចក្តីអាក្រក់ក៏សុខដែរនឹងមិនបាច់ទៅធ្វើអីនៅតែផ្ទះប៉ុន្តែកុំនាំគ្នាប្រឡាក់ដោយសេចក្តីអាក្រក់ណានឹងទាំងកាយទាំងវាចាទាំងចិត្តនឹងកុំប្រព្រឹត្តទៅនៅអកុសលវាក៏ជាហេតុធ្វើខ្លួនយើងឲ្យដល់ព្រមនៅសេចក្តីសុខដូចគ្នាអញ្ចឹងបានព្រះអង្គសម្ដែងថាប៉ាណាំងអករណังសុខខាងនឹងនៅតែផ្ទះសោះហើយយើងប្រាសចាកទៅនៅអកុសលកុំព្យាយាមចម្រើនទៅនៅអកុសលព្យាយាមចម្រើនទៅនៅកុសលវាជាហេតុដល់ព្រមនៅសេចក្តីសុខនឹងសេចក្តីចម្រើនដូចគ្នាតែកាលណាអត់ប្រឡាក់ទៅដោយអកុសលអត់ប្រឡាក់ទៅដោយបាបណាអញ្ចឹងយើងព្យាយាមចម្រើនគុណធម៌ក្នុងចិត្តសុខខាងយាវៈចរិសីឡੰសុខោបញ្ញាបដិលាភោសុខាសតិបតិតេតាប៉ាណាំងអករណังសុខខាងសុខោបញ្ញាសឧច្ចយោហើយអត់ធ្វើបាបហើយព្យាយាមចម្រើនបុណ្យចម្រើនកុសលទៀតសេចក្តីសុខក៏រមែងចម្រើនកើតមានញាតសម្បទាក៏រមែងចម្រើនភោគសម្បទាក៏រមែងចម្រើនបញ្ញាសម្បទាក៏រមែងចម្រើនញាតសម្បទាក៏រមែងចម្រើនរូបសម្បទាក៏រមែងចម្រើនអរូបខៈសម្បទាក៏រមែងចម្រើនចតិបរិសន្ធិបរិបោដោយសម្បទាទាំងអស់ហ្នឹងណាយាយអនុមោទនាអញ្ចឹងយើងចម្រើនបជនត្រូវព្យាយាមចម្រើនគុណធម៌និងសេចក្តីល្អក្នុងខ្លួនរបស់យើងទាំងអស់គ្នាផងណាញោមណាសូមអនុមោទនាសេចក្តីល្អទាំងអស់គ្នាសូមអនុមោទនាអញ្ចឹងបានប៉ុន្តែអាត្មាធ្លាប់បញ្ជាក់ថាក្តៅផ្លូវកាយនឹងវាមិនអីទេហ្នឹងយើងអាចបក់ផ្លិតយើងអាចដាក់ដង្ហាល់យើងអាចជូតកសែងត្រជាក់
ប៉ុន្តែបើក្តៅចេញពីក្នុងមកយាយហ្នឹងពិបាករស់នៅហ្នឹងពិបាកណានៅមិនសុខនៅមិនស្ងប់ទេប៉ុន្តែបើយើងក្តៅតែផ្លូវកាយអត់អីទេកំណំនេះក្តៅផ្លូវចិត្តតែក្តៅផ្លូវចិត្តគឺពិបាកក្នុងការរស់នៅចឹងហើយពិបាកក្នុងការទូមានទៀតណាហ្នឹងអាចិត្តហ្នឹងមិនងាយអីប៉ុន្តែបើយើងទូមានបានល្អសុខចិត្តតាំងគុតតាំងសខាវហាំងចិត្តតាំងតនតាំងសខាវហាំងហ្នឹងបើយើងទូមានខំក្រងវាបានល្អសុខកើតបើគូមានខំក្រងអត់ល្អអត់បានសេចក្តីសុខទេញ៉ាំងកាយវិវេកចិត្តវិវេកឧបតិវិវេកឲ្យកើតឡើងបសតិបាមកជាបៃតិកើតឡើងពេលណាសុខៈកើតឡើងពេលនោះសុខៈកើតឡើងពេលណាវិមុតកើតឡើងពេលនោះវិមុតកើតឡើងពេលណាវិមុតទញ្ញាណទស្សនៈកើតឡើងពេលនោះអញ្ចឹងវិមុតទញ្ញាណទស្សនៈកើតឡើងពេលណានិរោធរមែងប្រកបចំពោះបុគ្គលនោះតាមខណៈដូចអ្វីដែលអាត្មាបានបញ្ជាក់អញ្ចឹងណាយាយសូមអនុមោទនាចប់ធម៌ទេសនាប៉ុណ្ណឹងបានបនបានសល់តាមបនិស័យជ្រះថ្លារៀងខ្លួនជូនបនជូនកុសលដល់ម៉ាបានសុខភាពល្អជីវជនវែងជាមលុបតិចសម្រាប់កូនចៅប្រុសស្រីជាស្រែបនសម្រាប់កូនចៅបំពេញសេចក្តីល្អបានយូរអង្វែងតរៀងទៅណាញោមសូមអនុមោទនាសេចក្តីល្អទាំងអស់គ្នាសូមអនុមោទនា